សួស្តីអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំម្ដងទៀតហើយសានតាស៊ីអញ្ចឹងថ្ងៃនេះដែរគឺខ្ញុំមានរឿងថ្មីចូលអ្នកទាំងអស់គ្នាដែលរឿងនេះដែរគឺមានឈ្មោះថា Bloom into You អញ្ចឹងមុននឹងចូលទៅកាន់វីដេអូអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe ឲ្យadmin ម្ដងមួយផងហើយបើសិនជាអ្នកទាំងអស់គ្នាចង់ donate ជាថវិកាមកកាន់ខ្ញុំអ្នកទាំងអស់គ្នាអាច scan ជាមួយនឹង QR ខាងលើនេះបានចម្រៀងដែលខ្ញុំធ្លាប់ស្ដាប់និងរឿងដែលខ្ញុំធ្លាប់អាននេះគឺជាប្រយោគដែលតួស្រីរបស់យើងនិយាយនៅអេពីសូតទី1ផ្ដើមក្បាលសាច់រឿងនៅថ្ងៃថ្មីនឹងដែរសិស្សគឺកំពុងតែធ្វើដំណើរទៅសាលារៀនមួយហើយរឿងក៏កាប់បញ្ចាំងមកតួស្រីរបស់យើងដែលជាយូនឹងកំពុងតែនៅក្នុងថ្នាក់និយាយជាមួយពួកម៉ារបស់ខ្លួនហើយរឿងដែលអ្នកទាំង3និយាយគ្នានឹងគឺជាការចោទឈ្មោះចូល Student Council Student Council ហ្នឹងគឺខ្ញុំអត់ដឹងអីដែរទេណាគ្នាបើសិនណាគ្នាដឹងនិយមន័យ Student Council ហ្នឹងគឺកុំភ្លេច comment នៅខាងក្រោមវីដេអូហ្នឹងមកដោយសារតែហ្នឹងគឺជាទំនៀមទម្លាប់របស់សាលាជប៉ុនមិនក៏ខ្ញុំអត់ដឹងដែរនៅពេលដែលកំពុងនិយាយអំពីការចោទឈ្មោះចូល Student Council សុកហ្នឹងលោកគ្រូក៏បានហៅយូរបស់យើងហ្នឹងទៅប្រជុំគ្នានៅកន្លែង Student Council មួយដោយឲ្យយូហ្នឹងទៅបន្ទោ Student Council និយាយជាមួយនឹងមេប៉ាណាគ្នាហើយយើងតិចទៀតបានដឹងថាមេប៉ាហ្នឹងគឺជាណាគេមេប៉ាហ្នឹងដូចជាប្រធាន Student Council អញ្ចឹងហើយលោកគ្រូក៏បានឲ្យមេមកកាន់យូរបស់យើងហ្នឹងដើម្បីដើរទៅបន្ទប់ Student Council ក៏ប៉ុន្តែបន្ទប់ Student Council ហ្នឹងគឺនៅឆ្ងាយមែនតើហើយនៅក្នុងព្រៃទៀតណាគ្នាអញ្ចឹងធ្វើឲ្យយូពិបាកក្នុងការរកបន្ទប់ហ្នឹងខ្លាំងមែនតើនៅពេលដែលកំពុងតែដើរសសរហ្នឹងក៏ឮសំឡេងគេនិយាយគ្នាហើយយូមិនអស់ចិត្តក៏ដើរទៅមើលគេបន្តិចទៅហើយអ្នកដែលនិយាយគ្នាហ្នឹងគឺជាសិស្សប្រុសម្នាក់និងសិស្សស្រីម្នាក់កំពុងសារភាពស្នេហ៍ដាក់គ្នាដោយសិស្សប្រុសហ្នឹងគឺជាសិស្សធម្មតាហើយនិងសិស្សស្រីហ្នឹងគឺជា Student Council ក៏ប៉ុន្តែគេមិនទាន់បង្ហាញមុខឲ្យយើងឃើញទេហើយម្នាក់ប្រុសហ្នឹងគឺចង់សុំស្នេហ៍ Student Council ស្រីអីចឹងទៅប៉ុន្តែ Student Council ស្រីហ្នឹងគឺបដិសេធជាមួយនឹងម្នាក់ប្រុសហ្នឹងយ៉ាងដែលអហង្ការយកតែម្ដងហើយនិយាយតែសារគេអីចឹងណាឥឡូវខ្ញុំសូមណែនាំជាមួយនឹងតួថប់របស់យើងទេដែលតួថប់របស់យើងហ្នឹងគឺមានឈ្មោះថា Toko Nanami ហើយ Toko Nanami ហ្នឹងគឺជាប្រធានរបស់ Student Council នៅក្នុងសាលាហ្នឹងតែម្ដងហើយនៅពេលដែល Toko Nanami ហ្នឹងបាននិយាយជាមួយនឹងម្នាក់ប្រុសហ្នឹងហើយក៏បានមកនិយាយជាមួយនឹងយូរបស់យើងម្ដងដោយសារតែនាងដឹងថាយូហ្នឹងបានលួចស្ដាប់គេនិយាយគ្នាប៉ុន្តែ Toko Nanami ហ្នឹងក៏អត់មានប្រកែប្រកាន់អីច្រើនដែរគ្រាន់តែចង់ឲ្យយូហ្នឹងលាក់អាកំបាំងឲ្យគេតែប៉ុណ្្នឹងឯងនៅពេលដែលនិយាយគ្នាហើយអស់ហ្នឹង Toko Nanami ក៏បានសួរទៅកាន់យូថាចង់ទៅណាអីអញ្ចឹងណាហើយយូក៏បានប្រាប់ទៅតាមហ្នឹងទៅថាខ្លួនហ្នឹងគឺជាសមាជិក Student Council ថ្មីអីចឹងទៅថាលោកគ្រូឲ្យមកម្ដុំហ្នឹងហើយ Toko Nanami ក៏បានណែនាំផ្លូវទៅកាន់បន្ទប់នៃ Student Council ហើយនៅពេលដែលមកដល់បន្ទប់ Student Council ហើយអ្នកទាំងពីរក៏បាននិយាយណែនាំគ្នាអញ្ចឹងទៅដោយសារតែទៅជួបគ្នាលើដំបូងそれで私は生徒会の七海東子よろしくねよろしくお願いしますនៅពេលដែលយូបានមកដល់ក្នុងថ្នាក់វិញយូក៏បាននិយាយរ៉ារ៉ាប់រឿងដែលយូនឹងបានជួបគ្នាជាមួយនឹងតូកូណាណាមីក៏ប៉ុន្តែអត់ទាន់បានបញ្ចេញឈ្មោះថាគេបានជួបណាគេទេគ្រាន់តែនិយាយថាម្នាក់នឹងគឺ cool ខ្លាំងមែនតើហើយមិត្តភ័ក្តិរបស់គេហ្នឹងខំតែគិតថាគេនឹងមានសំណាងគ្រាន់តែចូល Student Council ភ្លាមគឺមានអាយល់ចិត្តភ្លាមអីចឹងណាតែនៅពេលដែលយូបានប្រាប់ថាម្នាក់នឹងគឺជាតូកូណាណាមីអ្នកទាំងពីរហ្នឹងក៏មានអារម្មណ៍ថាគាំងតិចដែរដោយសារតែម្នាក់នឹងគឺជាស្រីហ្នឹងនៅពេលដែលកំពុងនិយាយគ្នាជាមួយមិត្តភក្តិសុកហ្នឹងយូក៏បានសម័យដល់អ្នកដែលគេសារភាពស្នេហ៍មិនមែនយូសារភាពស្នេហ៍អ្នកគ្នាគឺគេសារភាពស្នេហ៍ដាក់យូងាត់ពីឈុតហ្នឹងមកក៏ឲ្យយើងឃើញនៅពេលដែលយូកំពុងតែជួបប្រជុំគ្នានៅកន្លែង Student Council ជាមួយនឹង Student Council ពីរនាក់ទៀតហើយម្នាក់គឺយើងស្គាល់រួចហើយគឺជា Toko Nanami នឹងឯងហើយម្នាក់ទៀតគឺជាមិត្តភក្តិរបស់ Toko Nanami ឈ្មោះថា Yasaka ហើយនៅពេលហ្នឹងដែរ Yasaka ហ្នឹងគឺបាននិយាយពីរឿងដែលមានក្មេងប្រុសម្នាក់មកសារភាពស្នេហ៍ដាក់ Toko Nanami ហើយពេលហ្នឹងគឺ Toko Nanami ហ្នឹងគឺឆ្ងល់ខ្លាំងមែនតើហេតុអីបាន Yasaka ដឹងដោយសារតែរឿងហ្នឹងគឺមានតែនាងហើយនឹងយូតែប៉ុណ្ណោះដែលដឹងថាមានគេមកសារភាពស្នេហ៍អញ្ចឹងណាហើយយ៉ាសាកាក៏បានប្រាប់តាមនឹងទៅថាតូកូណាណាមីនឹងគឺជាមនុស្សដែលមានមន្តស្នេហ៍ណាគេក៏ចង់សារភាពដែរហើយមិនថាស្រីមិនថាប្រុសនោះទេគឺតែងតែមកសារភាពដាក់តូកូណាណាមីរហូតហ្នឹងដល់ពេលយូដឹងរឿងហ្នឹងទៅគឺមានអារម្មណ៍ថាភ្ញាក់ផ្អើលខ្លាំងមែនតើព្រោះមិនមែនត្រឹមតែប្រុសទេស្រីក៏មកសារភាពស្នេហ៍ដែរហើយពេលហ្នឹងធ្វើឲ្យតូកូណាណាមីរៀងអៀនតិចដែរណាគ្នាដោយសារតែយ៉ាសាកាហ្នឹងគឺទៅមិនស្គាល់យូទេក៏ប៉ុន្តែប្រាប់រឿងរ៉ាវទាំងអស់ទៅយូឯហ្នឹង
ហើយតូកូណាណាមីហ្នឹងក៏បាននិយាយទៀតថាខ្លួនហ្នឹងគឺគ្មានអារម្មណ៍ញាប់ញ័រនៅពេលដែលគេហ្នឹងសារភាពស្នេហ៍ទេហើយបេះដូងខ្លួនហ្នឹងគឺដូចជាថ្មអញ្ចឹងហើយនៅពេលដែលគេសារភាពស្នេហ៍ហ្នឹងគឺនាងតែងតែបដិសេធស្នេហ៍គេរហូតហ្នឹងគឺអត់អីហងហ្នឹងហើយធ្វើឲ្យយូហ្នឹងមានអារម្មណ៍ថាចង់ធ្វើតាមតូកូណាណាមីខ្លាំងមែនតើដោយសារតែខ្លួនហ្នឹងគឺអត់ហ៊ានបដិសេធស្នេហ៍គេត្រង់ទេហើយយូហ្នឹងចង់និយាយរឿងដែលខ្លួនពិបាកចិត្តហ្នឹងប្រាប់ទៅកាន់តូកូណាណាមីក៏ប៉ុន្តែភ្លាមៗហ្នឹងដែរគឺមានទូរ៉េនខោសថ្មីចូលមកធ្វើឲ្យគេហ្នឹងគឺអាក់ខានក្នុងការប្រាប់រឿងរ៉ាវទាំងអស់ហ្នឹងទៅកាន់តូកូណាណាមីនៅពេលដែលយូកំពុងតែដើរជាមួយមិត្តភក្តិហ្នឹងគឺយូពិតជាគិតរឿងហ្នឹងខ្លាំងមែនតើហើយយូក៏ពិតជាចង់និយាយរឿងហ្នឹងជាមួយនឹងតូកូណាណាមីចង់ឲ្យតូកូណាណាមីហ្នឹងគឺផ្ដល់យោបល់ឲ្យយូខ្លាំងមែនតើហើយនៅពេលដែលមកដល់ទៅវិញហ្នឹងយូក៏សម្រេចចិត្តថានឹងទៅចូលជាមួយនឹងតូកូណាណាមីនិយាយរឿងនឹងជាមួយគ្នាហើយនៅពេលដែលចេញលេងមិនទាន់ទេគឺយូរបស់យើងរត់ទៅកន្លែង Student Council ហើយដើម្បីទៅនិយាយជាមួយនឹងតូកូណាណាមីនៅពេលដែលមកដល់ហើយបាននិយាយគ្នារឿងនឹងអស់ហើយតូកូណាណាមីនឹងក៏បានផ្ដល់យោបល់ថាឲ្យនិយាយជាមួយគេទៅបើសិនជាមិនស្រឡាញ់គេក៏ប្រាប់គេតាមនឹងទៅបើស្រឡាញ់គេក៏ប្រាប់គេតាមនឹងទៅអញ្ចឹងណាប៉ុន្តែយូរបស់យើងគឺនៅតែមិនមានភាពក្លាហានគ្រប់គ្រាន់ក្នុងការបដិសេធជាមួយគេនៅពេលយូបានការលើកទឹកចិត្តអំពីតូកូណាណាមីរឿងច្រើនមកយូក៏មានភាពក្លាហានក្នុងការបដិសេធគេហើយបដិសេធហ្នឹងគឺគ្មានអីបាក់អីណាគ្នាតែយូហ្នឹងគឺមានអារម្មណ៍ថាខ្លួនឯងខុសអីអញ្ចឹងនៅក្នុង relationship ហ្នឹងអញ្ចឹងណាពួកអីពីមុនគឺពីរអ្នកហ្នឹងជាមិត្តភក្តិនឹងគ្នាហើយទីបំផុតនាងក៏បានប្រាប់ទៅកាន់អ្នកដែលសារភាពមកកាន់ខ្លួនហ្នឹងថាខ្លួនអត់ស្រឡាញ់គេទេអញ្ចឹងណាពេលប្រាប់អញ្ចឹងហើយទៅគេខ្សែមកខាងនោះក៏និយាយថាអរគុណអញ្ចឹងទៅដោយសារតែសារភាពហើយគេមានចម្លើយឲ្យយើងមានន័យថាគេហ្នឹងក៏គិតពីយើងខ្លះដែរអញ្ចឹងណានៅពេលដែលបដិសេធស្នេហ៍គេហើយហ្នឹងយូក៏បាននិយាយប្រាប់តូកូណាណាមីថាខ្លួនហ្នឹងគឺអត់ដែលមានអារម្មណ៍រភើបអញ្ចឹងពីមុនមកទេហើយតូកូណាណាមីក៏បាននិយាយដែរថាខ្លួនហ្នឹងក៏មិនដែលមានអារម្មណ៍ថារំភើបអញ្ចឹងតាំងពីមុនមកដែរហើយនៅភ្លាមៗហ្នឹងដែរគឺតូកូណាណាមីរបស់យើងហ្នឹងគឺបានសារភាពទៅកាន់យូរបស់យើងថាខ្លួនស្រឡាញ់យូអញ្ចឹងណាតែមិននិយាយតាមន័យត្រង់ទេគឺគ្រាន់តែនិយាយថាខ្លួនហ្នឹងចូលចិត្តយូតែប៉ុណ្្នឹងឯងហើយគ្រាន់តែអេពីសូតទី1ទេប៉ុណ្្នឹងហើយចូលមកអេពីសូតបន្ទាប់ទៀតអ្នកគ្នាកន្លែងហ្នឹង sweet ខ្លាំងណាស់បើសិនអ្នកគ្នាអ្នកគ្នាចូលទៅមើល full movie ទៅហើយកាត់ពីឈុតហ្នឹងមកក៏មានការចូលចងគ្នាជាមួយនឹង Student Council ផ្សេងទៀតអីអញ្ចឹងទៅហើយអេពីសូត1ក៏ចប់ត្រឹមតែប៉ុណ្្នឹងដែរអ្នកគ្នាចាំទស្សនានៅអេពីសូតបន្ទាប់ទៀតអញ្ចឹងមុននឹងចប់វីដេអូអ្នកទាំងអស់គ្នាកុំភ្លេចជួយ subscribe មកកាន់ channel ខ្ញុំម្នាក់មួយផងអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយទៀតនៅអេពីសូតទី2គេបាននិយាយអំពីណាណាមីកំពុងតែលេងវាយបាល់ជាមួយនឹងសិស្សដទៃទៀតដែលណាណាមីហ្នឹងគឺជាដៃគូរបស់យ៉ានសាកានៅពេលដែលកំពុងលេងវាយបាល់ហ្នឹងឯងហើយនៅពេលហ្នឹងដែរគឺមានគេសរសើរទៅកាន់យ៉ានសាកាហើយនឹងណាណាមីខ្លាំងមែនតើដោយសារតែពីរនាក់ហ្នឹងគឺជាដៃគូដ៏ល្អមួយគ្នាអីចឹងណាហើយកន្លែងហ្នឹងខ្ញុំឡើងគិតថាយ៉ានសាកាហ្នឹងគឺលួចឆ្លាញ់ណាណាមីតែយើងអត់ដឹងថារឿងហ្នឹងគឺវាតទៅមុខទៀតមិនទេនៅពេលអង្គុយជួយគ្នានៅណាពីរនាក់ហ្នឹងក៏បាននិយាយគ្នាអំពីការឡើងសន្ទរកថាជាមួយនឹងStudent Council ហើយនឹងរកសមាជិកឡើងសង្ឃរកថាហ្នឹងជាមួយនឹង Student Council អីជុំគ្នាអញ្ចឹងណានៅពេលដែលនិយាយគ្នាហើយអស់ហ្នឹងអ្នកទាំងពីរក៏បានមកនិយាយជាមួយនឹងយូដោយសារតែអ្នកទាំងពីរហ្នឹងគឺចង់ invite យូទៅធ្វើសន្ទរកថានៅពេលដែលគេបើកប្រកាសរក Student Council អីចឹងណាហើយនៅពេលដែលយូទទួលកដាស់ពីសាយកាហើយធ្វើឲ្យណាណាមីហ្នឹងគឺមានអារម្មណ៍ថាអៀនខ្លាំងមែនតើដោយសារតែនៅក្នុងក្រុមហ្នឹងគឺមានយូដែរនៅពេលដែលដើរចេញមកផ្ទះហ្នឹងអ្នកទាំងពីរក៏បានដើរជាមួយគ្នាប៉ុន្តែអ្នកទាំងពីរហ្នឹងគឺមិននៅជិតគ្នាទេគ្រាន់តែផ្លូវជាមួយគ្នាតែប៉ុណ្ណឹងហើយនៅពេលដែលកំពុងតែដើរហ្នឹងដែរអ្នកទាំងពីរក៏បាននិយាយគ្នាពីនេះពីនោះច្រើនខ្លាំងមែនតើក៏ប៉ុន្តែអីដែលគួរឲ្យចាប់អារម្មណ៍ហ្នឹងគឺអ្នកទាំងពីរហ្នឹងបាននិយាយអំពីការសារភាពស្នេហ៍អញ្ចឹងណាហើយនៅពេលហ្នឹងដែរយូក៏បាននិយាយដល់ការសារភាពស្នេហ៍អញ្ចឹងទៅដល់ពេលនិយាយសុកធ្វើឲ្យណាណាមីហ្នឹងគឺឈប់សកម្មភាពយកតែម្ដងហើយពេលហ្នឹងគឺចំពេលដែលរថភ្លើងកំពុងតែឆ្លងកាត់ទៀតហើយនៅភ្លាមៗហ្នឹងដែរអ្នកគ្នាមានដឹងថាមានរឿងអីកើតឡើងអត់កន្លែងហ្នឹងខ្ញុំឲ្យអ្នកគ្នាទាយថាមានរឿងអីកើតឡើង comment សិនមកបាទខ្ញុំបន្តវីដេអូទៀតឥឡូវទៅ comment ភ្លាម comment ហើយណាគឺតា comment ហើយខ្ញុំបន្តវីដេអូទៀតគឺនៅពេលដែលរថភ្លើងកំពុងតែជិះកាត់ហ្នឹងអ្នកទាំងពីរក៏បានថាបគ្នានៅកន្លែងហ្នឹងតែម្ដងកន្លែងហ្នឹងខ្ញុំឡើងគាំងហ្មងអ្នកគ្នាដោយសារតែធម្មអេពីសូត2បានថាបគ្នាបាត់ហើយអេពីសូត1ហ្នឹងកំពុងសារភាពស្នេហ៍ហ្នឹងនិយាយទៅរឿងនេះគឺឆៅយកតែមែនតែនហ្មងណាគ្នាហ្នឹងហើយអញ្ចឹងកាត់ពីឈុតហ្នឹងមកគឺមានជាការដើរអត់មើលមុខគ្នាជាខ្លាំងនៅថ្ងៃថ្មីហ្នឹងដែរក៏មានជាការប្រជុំគ្នាជាមួយនឹង Student Council ថ្មីទៀតហើយនឹងការណែនាំខ្លួនជាមួយនឹង Student Council ប្រធាន Student Council អ្នកគ្នាគឺជាណាណាមីហ្នឹងឯង
បន្ទាប់ពីនិយាយណែនាំខ្លួនជាមួយនឹងប្រធាន Student Council រួចហើយអ្នកទាំងពីរក៏បានណាត់និយាយគ្នាអំពីរឿងម្សិលមិញនឹងឯងណាណាមីនឹងក៏បានសួរទៅកាន់យូថាយើងអាចធ្វើជាមិត្តភក្តិមួយគ្នាបានអត់កុំប្រកែកប្រកាន់រឿងម្សិលមិញឯងចឹងណាដោយសារតែណាណាមីនឹងខ្លាចថាយូនឹងខ្លាចខ្លួនបើសិនជាមនុស្សធម្មតាដូចជាប្រុសនឹងប្រុសស្រីនឹងស្រីអីចឹងគេប្រកាសជាខ្លាចខ្លួនឯងដូចជាជីវិតពិតយើងអញ្ចឹងណាគេធ្លាប់ជួបប្រទះបញ្ហាអញ្ចឹងនៅក្រៅខ្លះក៏ប៉ុន្តែណាណាមីក៏បានគិតខុសហើយអ្នកគ្នាដោយសារតែយូនឹងគឺអត់ប្រកែកប្រកាន់រឿងម្សិលមិញអីញ៉ៃទេនិយាយទៅយូដូចឲ្យតម្រុយអីមិនទេអ្នកគ្នានៅពេលដែលនិយាយសម្រួលគ្នាហើយអ្នកទាំងពីរក៏បានដើរទៅផ្ទះរៀងៗខ្លួនហើយនៅពេលដែលយូដើរចេញមកក្រៅល្បងស្លាហើយនឹងក៏បានគិតរឿងនឹងម្ដងទៀតដោយសារតែខ្លួននឹងគឺមានអារម្មណ៍ថាចម្លែកខ្លាំងមែនតើនិយាយទៅយូនៅតែអត់យល់ពីអារម្មណ៍ខ្លួនឯងនៅពេលដែលខ្លួនឯងជួបរឿងចង់ផ្ទាល់ហើយនៅថ្ងៃថ្មីនឹងដែរក៏មានការប្រកាសជាមួយនឹងក្រុម Student Council ថ្មីហើយក៏មានការថតរូបជុំគ្នាជាមួយនឹង Student Council ថ្មីនឹងដែរហើយនៅគ្នាមើលទង្វើរបស់យូនៅពេលដែលថតរូបហើយនោះនៅពេលក៏បានបំបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួនក៏ប៉ុន្តែនៅពេលនឹងដែរយូរបស់យើងក៏មានអារម្មណ៍ថាសេរីខ្លាំងមែនតើនៅពេលដែលបានបែកពីគេអញ្ចឹងណាឥឡូវយើងកាត់មកមើលចូលថ្ងៃថ្មីវិញដែលពួកគេកំពុងតែជួបប្រជុំគ្នាពួកគេនឹងគឺជាណាណាមីហើយនឹងយូអ្នកគ្នាអ្នកទាំងពីរក៏បានពិភាក្សាគ្នារឿងធ្វើសង្ឃរកថា Student Council អីហ្នឹងហើយណាខ្ញុំសូមណែនាំអ៊ីលោកកាហ្វេនេះទេគាត់ក៏ជាតួសំខាន់នៅក្នុងរឿងហ្នឹងដែរហើយអីដែលសំខាន់ហ្នឹងគាត់គឺជា GL ដែរណាគ្នាហើយភាគទី2របស់យើងហ្នឹងគឺកាត់ចប់ត្រឹមតែប៉ុណ្្នឹងហើយឥឡូវយើងចាំតាមដានទស្សនានៅភាគទី3បន្តទៀតហើយនៅអេពីសូតទី3បាននិយាយអំពីយូកំពុងតែអានកដាសន្ទរកថាហ្នឹងពួកអីគេត្រូវការសោមមុនឡើងឆាកអ្នកគ្នាហើយនៅពេលល្ងាចហ្នឹងអ្នកទាំងពីរក៏បានដើរមកតែជាមួយគ្នាហើយនៅពេលល្ងាចហ្នឹងណាណាមីហើយនឹងយូក៏បានដើរមកតែជាមួយគ្នាហើយយូរបស់យើងហ្នឹងគឺហ៊ានដើរមកគេជាអត់ខ្លាចគេចាប់ថោកដូចសមវិញណានៅពេលដែលអ្នកទាំងពីរដើរដល់ផ្លូវបំបែកត្រូវទៅផ្ទះរៀងៗខ្លួនហ្នឹងណាណាមីហ្នឹងគឺអត់សុខចិត្តទេអ្នកគ្នាចង់ទៅផ្ទះយូដែរហើយក៏យកលេសថាខ្លួនហ្នឹងជូនយូទៅដល់ផ្ទះអីចឹងណានិយាយទៅគឺដឹងថាគេហ្នឹងគឺលក់សភៅលក់អីដែរបើសិនណាគ្នាអត់ទាន់ដឹងទេគឺយូជាអ្នកលក់សភៅមិនមែនយូអ្នកលក់អីគឺតូបយូហ្នឹងគឺលក់ហើយអ្នកលក់ហ្នឹងគឺម៉ាក់របស់យូហ្នឹងឯងអញ្ចឹងតើបានដើមរឿងយូបាននិយាយថាសភៅដែលខ្ញុំធ្លាប់អាននិងចម្រៀងដែលខ្ញុំធ្លាប់ស្ដាប់ហើយណាណាមីមកហ្នឹងគឺបំណងទិញសភៅក៏ប៉ុន្តែបំណងពិតរបស់ណាណាមីហ្នឹងគឺមិនមែនមកទិញសភៅទេគឺមកមើលមុខយូឲ្យបានយូហ្នឹងហើយនៅព្រឹកថ្ងៃថ្មីនឹងដែរណាណាមីក៏បានទៅផ្ទះយូហើយយកលេសថាខ្លួននឹងចង់ទៅមើលសភៅអីចឹងទៅក៏ពិតខ្លួនចង់ទៅមើលគេសោះហ្នឹងហើយណាណាមីមកហ្នឹងក៏មិនមកដៃទទេដែរគឺមកជាប់ជាមួយនឹងបំពង់ផ្កាយបញ្ចាំងពលឺនៅពេលយប់ហើយនៅថ្ងៃស្អែកក៏មានការឡើងសង្ឃរកថាជាមួយនឹង Student Council ហើយកម្មវិធីនឹងដែរក៏ជាកម្មវិធីដែលបើកឲ្យយើងស្គាល់ជាមួយនឹង先輩ហ្នឹងដូចជាសិស្សច្បងរបស់យើងអញ្ចឹងណានៅពេលហ្នឹងដែរយូហ្នឹងគឺមានអារម្មណ៍ថាភ័យខ្លាំងមែនតើដោយសារតែយូហ្នឹងគឺដែលឡើងបែបកម្មវិធីធំអញ្ចឹងទេដោយសារនេះគឺក្នុងហូលធំហើយមានសិស្សច្រើនខ្លាំងមែនតើចូលមកក្នុងហូលហ្នឹងដើម្បីមើលការឡើងសង្ឃរកថាដោយការអធិប្បាយអញ្ចឹងណាអ្នកគ្នាហើយនៅពេលដែលយូភ័យខ្លាំងពេកហ្នឹងក៏ចេញមកពីហូលហ្នឹងវិញដើម្បីតាំងអារម្មណ៍អីអញ្ចឹងណាហើយណាណាមីក៏បានដឹងពីអារម្មណ៍យូដែរដែលយូភ័យអីចឹងដោយសារតែណាណាមីក៏ធ្លាប់ភ័យអញ្ចឹងដែរហើយណាណាមីហ្នឹងក៏បានណែនាំយូថាមិនឲ្យភ័យមិនឲ្យអីចឹងទៅនិយាយលើកទឹកចិត្តគេយកហ្មងណានៅពេលដែលណាណាមីឃើញយូនៅតែភ័យចឹងណាណាមីក៏បានប្រាប់រឿងការនៅក្មេងហ្នឹងទៅកាន់យូហើយការនៅក្មេងហ្នឹងដែរណាណាមីក៏ជាមនុស្សដែលមានអារម្មណ៍ថាអៀនខ្មាស់ហើយនឹងខ្លាចគេម្នាក់ដែរដោយសារតែការពីម៉ាក់គេយកគេចូលរៀននៅសាលាហ្នឹងដំបូងក៏មានអារម្មណ៍ថាភ័យបារីហ្នឹងហើយរឿងហ្នឹងដែរណាណាមីគឺអត់ហ៊ានយកទៅប្រាប់ណាគេញ៉ៃទេសូម្បីតែយ៉ាសាកាដែលជាមិត្តភក្តិជិតស្និទ្ធរបស់ណាណាមីហ្នឹងក៏ណាណាមីអត់ហ៊ានប្រាប់ដែរក៏ប៉ុន្តែណាណាមីបែរជាមកហ៊ានប្រាប់ជាមួយនឹងយូរបស់យើងទៅវិញហើយណាណាមីហ្នឹងក៏បានប្រាប់ទៅកាន់យូថាសូម្បីតែឥឡូវហ្នឹងក៏គេនៅតែភ័យដែរអារម្មណ៍ការនៅក្មេងគឺនៅដុតដាមគេរហូតហ្នឹងយូក៏បាននិយាយថាបើសិនជាណាណាមីភ័យអាចផ្អែកស្មានាងបាននិយាយមែនណាគ្នាកន្លែងហ្នឹងគឺ sweet ខ្លាំងណាស់ហើយ trend នៅក្នុង TikTok ខ្លាំងមែនតើ先輩ឥឡូវក៏ដល់ពេលដែលពួកគេបានឡើងសង្ឃរកថានិយាយម្ដងម្នាក់ហើយអ្នកដែលនិយាយនឹងដែរគឺដូចជាមានប្រធាន先輩ហើយប្រធាន先輩នឹងដូចជាសិស្សច្បងផ្នែកខាងលើហើយសិស្សប្អូនហ្នឹងគឺជាយូនឹងឯងដូចជាឡើងនិយាយស្វាគមន៍គ្នាទៅមកអីអញ្ចឹងណាហើយនៅពេលហ្នឹងដែរយូគឺធ្វើបានល្អខ្លាំងមែនតើក្នុងការអធិប្បាយនិយាយអំពីសិស្សច្បងនិងសិស្សប្អូន
បើយើងកន្លែងមកមើលណាណាមីវិញក៏ធ្វើល្អមិនចាញ់យូរហ្មងដែរដោយសារតែពីរអ្នកហ្នឹងគឺសមត្ថភាពប៉ិនគ្នាទេណាគ្នាហើយចប់ពីកម្មវិធីនិយាយអត្ថាធិប្បាយហ្នឹងទៅរឿងរបស់យើងក៏ចប់ត្រឹមតែប៉ុណ្ណឹងដែរអ្នកគ្នាហើយរឿងភាគទី2និងភាគទី3ហ្នឹងគឺមានតែប៉ុណ្្នឹងទេអ្នកគ្នាវាខ្លីខ្លាំងមែនតើសម្រាប់ខ្ញុំហើយសម្រាប់អ្នកគ្នាក៏ខ្ញុំគិតថាខ្លីដែរអញ្ចឹងបានហើយអ្នកគ្នាមុននឹងចប់វីដេអូអ្នកគ្នាកុំភ្លេច Subscribe ឲ្យខ្ញុំផងបើសិនអ្នកគ្នាអត់ទាន់ Subscribe ដើម្បីឲ្យវីដេអូហ្នឹងលោតទៅអ្នកទាំងអស់គ្នាលឿនអីចឹងណារឿងនៃភាគទី4គឺបាននិយាយអំពីណាណាមីហើយនិងយ៉ាសាកាកំពុងតែដើរចូលថ្នាក់រៀនហើយនៅពេលដែលដើរតាមផ្លូវហ្នឹងដែរយ៉ាសាកានិងណាណាមីបានសន្ទនាគ្នាអំពីការធ្វើការស្វាគមន៍ជាមួយនឹងសិស្សច្បងសិស្សប្អូនម្សិលមិញដូចជាកម្មវិធីគោរពសន្ស័យហើយរឿងក៏កាត់បញ្ចាំងមកមិត្តភ័ក្តិរបស់យូវិញថ្ងៃណាគ្នាខ្ញុំភ្លេចណែនាំមិត្តភ័ក្តិរបស់យូហ្នឹងគឺមាន2នាក់ដោយម្នាក់សក់ខ្លីហ្នឹងគឺមានឈ្មោះថាកាណូកូយូមីហើយម្នាក់សក់វែងហ្នឹងមានឈ្មោះថាហេយូកាអាការីហើយអាការីហ្នឹងមានក្រាស់មួយអ្នកគ្នាគឺតែនិយាយប្រាប់2នាក់ហ្នឹងរហូតហើយក្រាស់គេហ្នឹងដូចជាអ្នកលេងបាល់ដែរអ្នកគ្នាតែដូចជាអាកីឡាបាល់ចាប់អីហើយឥឡូវហ្នឹងគឺអាការីត្រូវចេញទៅមុនហើយដើម្បីជួបក្រាស់គេហើយបើយើងកន្លែងមកមើលយូរបស់យើងវិញក៏មានគេមកយកដែរអ្នកគ្នាហើយអ្នកដែលមកយកហ្នឹងគឺជាណាណាមីរបស់យើងនឹងឯងប៉ុន្តែគឺយើងកុំនិយាយពីកូយូមីអីម្នាក់កូយូមីហ្នឹងគឺចេះតែសរសេរអត្ថបទទេអ្នកគ្នាគឺក្មេងស្រីម្នាក់ហ្នឹងគឺមើលខ្លាំងមែនតើអត់សូវចេះនិយាយអីទេក៏ប៉ុន្តែគេហ្នឹងគឺបកការសរសេរខាងអត្ថបទខ្លាំងមែនតើឥឡូវយើងកុំនិយាយពីអាចារ្យកូយូមីនឹងច្រើនពេកយើងមកកាត់មើលតួយ៉ាងទាំងពីរហ្នឹងវិញហើយឥឡូវណាណាមីហើយនឹងយូកំពុងតែដើរទៅបន្ទប់ប្រធានខសទៀតហើយក៏ប៉ុន្តែលើកហ្នឹងគឺណាណាមីចង់ប្រាប់រឿងសំខាន់ទៅកាន់យូតែយើងអត់ដឹងទេថារឿងសំខាន់ហ្នឹងគឺជារឿងអីគេដឹងតែរឿងហ្នឹងគឺពាក់ព័ន្ធនឹង student council ដែរពេលដែលណាទាំងពីរដើរតាមផ្លូវហ្នឹងគឺថាណាណាមីអៀនយូខ្លាំងមែនតើខ្ញុំអត់ដឹងថាហេតុអីបានណាណាមីត្រូវអៀនយូទៅរឿងនេះគឺបឋមបែបរឹងមាំបើសិនជា top វិញបែបអៀនណាអ្នកគ្នាសិនអ្នកគ្នាមានគូស្នេហ៍នៅក្រៅបែបអញ្ចឹងឯងលយឯណានៅពេលដែលណាណាមីហើយនឹងយូបានមកដល់កន្លែង student council ហ្នឹងគឺណាណាមីចង់ប្រាប់ថាគឺមានសិនបាយថ្មីចូលមកក្នុង student council របស់យើងដែរហើយម្នាក់ចូលថ្មីនឹងដែរគឺមានឈ្មោះថាសៃជីក៏ប៉ុន្តែឈ្មោះពេញគឺម៉ាគីសៃជីប៉ុន្តែមិនមែនជាតួសំខាន់អីក្នុងរឿងឯណាគ្នាខ្ញុំសុំហៅសៃជីទៅហើយថ្ងៃនេះក៏មានការប្រជុំជាមួយនឹង student council ហើយថ្ងៃនេះក៏មានការប្រជុំមួយដែរពីការពិភាក្សាអំពីការបែងចែកកាលវិភាគជាមួយនឹង student council នៅក្នុង student council នឹងដែរគឺណាណាមីហើយនិងយ៉ាសាកាគឺជាប្រធាន student council ហើយ student council ហ្នឹងគឺមានតែ5នាក់ទេហើយនៅក្នុងនឹងដែរមានស៊ូគូរូសៃជីណាណាមីយ៉ាសាកាហើយនិងយូនៅពេលដែលរៀបចំកាលវិភាគហើយអ្នកទាំង5នាក់ហ្នឹងក៏បានមករៀបចំឯកសារជាមួយគ្នាវិញម្ដងហើយពេលហ្នឹងគឺយូកាំងខ្លាំងមែនតើដោយសារឯកសារគឺច្រើនខ្លាំងយកទៅមែនតើហ្មងណានេះពេលល្ងាចក៏បានចូលមកដល់អ្នកទាំងអស់គ្នាហ្នឹងក៏បានរៀបចំឯកសារហើយអស់ដែរហើយអ្នកទាំង3ហ្នឹងក៏បានចេញទៅមុនដោយទុកឲ្យយូនិងណាណាមីហ្នឹងនៅតែ2នាក់ទេហើយនៅពេលដែលអ្នកទាំងពីរនៅតែ2នាក់ហ្នឹងអ្នកទាំងពីរបាននិយាយអំពី relationship ទៀតហើយនិយាយទៅគឺអ្នកដែលនិយាយផ្ដើមពី relationship ហ្នឹងគឺមានតែណាណាមីនឹងឯងហើយនៅពេលហ្នឹងដែរណាណាមីក៏ចាប់ផ្ដើមសារភាពស្នេហ៍ម្ដងទៀតហើយលោកនេះហាគឺអត់ដូចរដងទេអ្នកគ្នាសារភាពស្នេហ៍ហើយគឺចាប់គេថើបយកតែម្ដងរឿងក៏បានបញ្ចាំងឲ្យយើងឃើញអំពីសៃជីកំពុងតែរត់ហើយយើងអត់ដឹងថាសៃជីនឹងរត់ដោយសារអីទេស្របពេលដែលយូនឹងកំពុងតែឃើញកាបូបបិទរបស់សៃជីនៅក្នុងបន្ទប់ student council នឹងឯងអញ្ចឹងមានន័យថាសៃជីនឹងគឺបានដឹងរឿងដែលពីរនាក់គេធ្វើអីមួយគ្នាមិញនៅក្នុងថ្នាក់ហ្នឹងហើយអញ្ចឹងយើងចាំមើលថាសៃជីហើយនឹងយូនឹងនិយាយគ្នាអំពីរឿងនឹងមិនខ្លះចាំយើងទស្សនាទាំងអស់គ្នាហើយនៅថ្ងៃថ្មីនឹងដែរយូក៏បានយកកាបូបបិទមកសងសៃជីវិញហើយសៃជីក៏បានសួរទៅកាន់យូថាល្ងាចមិញគេបានធ្វើអីខ្លះនៅក្នុងបន្ទប់ student council នឹងឯងយូក៏បានប្រាប់ទៅថាគេនៅចាំណាណាមីអញ្ចឹងណាប៉ុន្តែពេលនោះសៃជីក៏បាននិយាយថាខ្ញុំបានឃើញអ្វីគ្រប់យ៉ាងអស់ហើយនៅក្នុងបន្ទប់ student council នឹងឯងហើយសៃជីក៏បានសួរទៅកាន់យូថាគិតមើលចំពោះរឿងហ្នឹងដោយសារតែយូអៀនពេកហ្នឹងតែធ្វើឲ្យយូរត់ចេញមកតែម្ដងមានអារម្មណ៍ថាខ្មាស់គេដែរហ្នឹងហ្នឹងហើយអ្នកគ្នាខ្ញុំភ្លេចប្រាប់ពីអត្តសញ្ញាណរបស់សៃជីហ្នឹងដូចជាអ្នកក្រាស់យូតាំងពីអេពីសូតមុនហ្នឹងឯងអញ្ចឹងទៅធ្វើឲ្យសៃជីហ្នឹងក៏រឿងនឹងរៀងស្មុគស្មាញបន្តិចដោយសារតែសៃជីហ្នឹងមានចិត្តទៅលើយូដែរពេលដែលយូមកដល់បន្ទប់ student council វិញហ្នឹងយូក៏បានគិតរឿងនឹងច្រើនមែនតើអំពីសំណួរដែលសៃជីបានសួរថាគិតមកចំពោះរឿងហ្នឹងថ្ងៃណាគ្នាឡើយហ្នឹងគឺខ្ញុំសូមបញ្ជាក់តិចខ្ញុំខ្លាចអ្នកគ្នាវល់ដោយសារតែសៃជីព្រឹកមិញគឺបានសួរទៅកាន់យូថាគិតមកចំពោះរឿងហ្នឹងហើយសំណួរដែលសៃជីបានសួរហ្នឹងតាក់ទងទៅកាន់រឿងដែលល្ងាចមិញណាណាមីបានសារភាពស្នេហ៍ទៅកាន់យូហើយយូបានបដិសេធស្នេហ៍សៃជីហើយរឿងហ្នឹងធ្វើឲ្យយូហ្នឹងគឺស្មុគស្មាញខ្លាំងមែនតើដោយសារតែអ្នកដែលធ្លាប់ក្រាស់ខ្លួនហ្នឹងគឺមកសួរខ្លួនរឿងដែលអ្នកម្នាក់ទៀតហ្នឹងមកក្រាស់អ្នកគ្នាតន់ឡៃហ្នឹងយូហ្នឹងក៏បានគិតទៅដល់ណាណាមីមុនគេដោយសារតែណាណាមីហ្នឹងគឺតែងតែនិយាយលើកទឹកចិត្តខ្លួនហើយក៏បាននិយាយទៀតថា
ខ្លួនហ្នឹងគឺមានអារម្មណ៍ថារំភើបខ្លាំងមែនតើដោយសារតែខ្លួនហ្នឹងបានជួបយូវិញអញ្ចឹងណាធ្វើឲ្យយូហ្នឹងមានអារម្មណ៍ថារំជើបរំជួលបន្តិចដែរពេលហ្នឹងគឺខ្ញុំសូម respect សៃជីខ្លាំងមែនតើដោយសារតែសៃជីហ្នឹងក្រាស់យូហើយដឹងថាក្រាស់ខ្លួនហ្នឹងគឺចាប់អារម្មណ៍ណាណាមីដែរនិយាយទៅគឺដឹងថាក្រាស់ខ្លួនហ្នឹង GL ដែរហើយសៃជីហ្នឹងគឺមានអារម្មណ៍ថារំភើបនឹងក្រាស់ខ្លួននៅពេលណាក្រាស់ខ្លួនហ្នឹងសប្បាយចិត្តនឹងអ្នកដទៃអញ្ចឹងអត់មានអារម្មណ៍ថារើសអើងឬក៏មានគំនុំគុំគួនជាមួយក្រាស់ខ្លួនឯងគឺអត់មានទេអ្នកគ្នាអ្នកដែលក្រាស់គេម្នាក់ឯងកុំភ្លេចការតាមច្រកសៃជីខ្លាំងផងអ្នកគ្នាសប្បាយចិត្តនឹងក្រាស់ខ្លួនឯងនៅពេលដែលក្រាស់ខ្លួនឯងមានស្នេហាអញ្ចឹងនៅពេលដែលដើរទៅថ្នាក់វិញហ្នឹងសៃជីហើយនឹងយូក៏បានដើរទៅថ្នាក់ជាមួយគ្នាហើយអ្នកទាំងពីរក៏បាននិយាយរឿងនឹងម្ដងទៀតនៅពេលហ្នឹងដែរសៃជីក៏បានសួរយូថាមានអារម្មណ៍មិនដែរហើយមានចម្លើយសម្រាប់គេនៅអញ្ចឹងណាយូក៏បាននិយាយតបទៅវិញថាខ្លួនហ្នឹងគឺមានអារម្មណ៍ថាខ្លួនចូលចិត្តណាណាមីដែរដោយសារតែគេហ្នឹងគឺល្អសម្រាប់ខ្លួនឯងអញ្ចឹងទៅសៃជីក៏គោរពតាមការសម្រេចចិត្តរបស់យូដែរហើយក៏ដើរចេញទៅបាត់ទៅនិយាយទៅសៃជីគឺគិតថារឿងស្នេហារបស់ខ្លួនហ្នឹងគឺប្រៀបដូចជារឿងកូនអញ្ចឹងដោយសារតែមានភាពសែតមានភាពកំ ប្លែងហើយមានភាពស្និទ្ធស្នាលជាមួយគ្នាទៀតហើយរឿងកុនហ្នឹងវារៀបនឹងចប់ទៅហើយក៏ប៉ុន្តែនៅតែមានភាគថ្មីបន្តទៀតហើយភាគថ្មីនឹងដែរគឺជាឈុតដែលយូហើយនឹងណាណាមីកំពុងតែនៅជាមួយគ្នាចឹងមានន័យថាឈុតឆាកបន្ទាប់ហ្នឹងគឺឡើងមានស៊ីនរបស់សៃជីទៀតហើយក៏ប៉ុន្តែសៃជីនៅតែចង់មើលរឿងភាគហ្នឹងចឹងរឿងស្នេហ៍រីកដុះដាលរបស់យើងនៅភាគទី4ក៏ចប់ត្រឹមតែប៉ុណ្្នឹងដែរចាំតាមដានទស្សនានៅរឿងភាគទី5បន្តទៀតまつげ長いなសាច់រឿងនៃភាគទី5របស់យើងបន្តនៅពេលដែលយូកំពុងតែលក់សភៅឲ្យមិត្តភ័ក្តិរបស់គេហើយនៅក្នុងចំណោមមិត្តភ័ក្តិរបស់យូទាំងអស់ហ្នឹងក៏មានណាណាមីមកទិញសភៅដែរហើយសភៅដែលណាណាមីទិញហ្នឹងខ្ញុំអត់ដឹងថាសភៅអីទេណាគ្នាដែលធ្វើឲ្យយូហ្នឹងគឺភ្ញាក់ផ្អើលខ្លាំងមែនទែនហើយដល់ពេលនិយាយអំពីសភៅហ្នឹងទៅគឺធ្វើឲ្យយូអៀនហ្នឹងឯណាគ្នាប្រហែលរឿងហ្នឹងគឺរឿងបែបណាគ្នាគិតមើលខ្លួនឯងទៅឥឡូវយើងកាត់មកឈលនៅពេលដែលពួកគេកំពុងធ្វើការប្រជុំគ្នានៅឯកន្លែង Student Council វិញហើយរឿងដែលពួកគេនិយាយគ្នាហ្នឹងគឺជាការបង្កើតក្រុមហើយនឹងការហ្វឹកហាត់សមត្ថភាពដើម្បីចូលទៅប្រកួតនៅក្នុងកីឡាអីអញ្ចឹងណានិយាយទៅសាលាគេហ្នឹងគឺលោខ្លាំងមែនតើណាគ្នាគឺមានការបង្កើតក្រុមហើយការលេងកីឡាអញ្ចឹងណាហើយដើម្បីប្រកួតគ្នារករង្វាន់ទៀតហើយនៅថ្ងៃដែលគេហ្វឹកហាត់ធ្វើការហាត់កីឡាហ្នឹងក៏បានចូលមកដល់ហើយកន្លែងហ្នឹងកុំឆ្ងល់ថាហេតុអីបានយូហ្នឹងមើលទៅអត់សប្បាយចិត្តដោយសារតែយូហ្នឹងគឺអត់បកកែខាងរត់នឹងទេហើយពួកគេហ្នឹងគឺចូលប្រកួតនៅខាងរត់ម៉ារ៉ាតុងពេលដែលចេញលេងនឹងដែរអាការីហើយនឹងយូក៏បានមកមើលកូយូមីដោយសារតែឃើញកូយូមីមួយថ្ងៃហ្នឹងគឺដូចអត់អងុយខ្លាំងមែនតើហើយមូលហេតុដែលកូយូមីអត់អងុយហ្នឹងដោយសារតែកូយូមីដាច់យកទៅសេអត្ថបទឲ្យយូរបស់យើងកាលពីដើមភាគដំបូងហ្នឹងគឺខ្ញុំបានប្រាប់អ្នកគ្នាដែរថាកូយូមីហ្នឹងគឺបកកែខាងសរសេរអត្ថបទហើយយូហ្នឹងគឺអត់ដឹងអីទេអ្នកគ្នាអត់ដឹងថាកូយូមីហ្នឹងគឺធ្វើអត្ថបទឲ្យអីទេគ្រាន់តែថ្ងៃមុនយូហ្នឹងគឺលោថាខ្លួនគឺអត់ចេះសរសេរអត្ថបទអីហើយកូយូមីហ្នឹងក៏បានលួចទៅសេអត្ថបទឲ្យគ្រាន់តែសួរប្រធានសួរអីអញ្ចឹងណាហើយអត្ថបទហ្នឹងដែរគឺយើងត្រូវទៅយកឲ្យប្រធាន Student Council ដែរជាណាណាមីនឹងឯងប៉ុន្តែខ្ញុំក៏អត់ទាន់ដឹងដែរថាអត្ថបទហ្នឹងគឺយកធ្វើអីឥឡូវយើងចាំមើលវីដេអូហ្នឹងទាំងអស់គ្នាទៅហើយនៅពេលដែលចេញទៅផ្ទះហ្នឹងដែរអាការីហើយនឹងកូយូមីហ្នឹងក៏បានចេញទៅផ្ទះមុននៅពេលដែលយើងកំពុងដើរមកតែសសរហ្នឹងក៏បានឃើញសៃជីហើយក៏បានដើរមកនិយាយជាមួយសៃជីបានពីរម៉ាត់ដែរនៅពេលនិយាយបានពីរម៉ាត់ក្រោយមកហ្នឹងណាណាមីក៏បានមកដល់ហើយពីរអ្នកហ្នឹងក៏បានដើរទៅបន្តរៀនជាមួយគ្នាហើយបន្តរៀនហ្នឹងគឺបន្តរៀននៅកន្លែងបណ្ណាល័យដោយសារតែពួកគេគឺបានណាត់គ្នាទៅបន្តរៀននៅកន្លែងហ្នឹងនៅពេលដែលណាណាមីហើយនឹងយូបានមកបណ្ណាល័យរៀនជាមួយគ្នាហ្នឹងគឺយូហ្នឹងអត់ចេះអីសោះហ្មងណាគ្នាសូម្បីតែលំហាត់កណាត់ទូចតែក៏យូអត់ចេះដែរហើយខ្ញុំទៅចាប់អារម្មណ៍ថាលំហាត់កណាត់ហ្នឹងគឺដូចខ្មែរទៀតហើយនិយាយទៅជប៉ុនដូចខ្មែរណាគ្នាលំហាត់ទាំងអស់បើសិនយើងមកកលែកមើលណាណាមីវិញគឺថាសិស្សបកែខ្លាំងមែនតើសូម្បីតែលំហាត់អីក៏គេដោះចេញដែរដោយសារតែយូរបស់យើងហ្នឹងគឺអត់ចេះដោះស្រាយលំហាត់ទៅធ្វើឲ្យណាណាមីហ្នឹងមកអង្គុយជិតយូដើម្បីងាយស្រួលក្នុងការដោះស្រាយលំហាត់ជាមួយគ្នាអញ្ចឹងទៅនៅពេលដែលអ្នកទាំងពីររៀនចប់ហ្នឹងណាណាមីហើយនឹងយូក៏បានដើរមកផ្ទះជាមួយគ្នាទៀតហើយកន្លែងស្នេហ៍គេហ្នឹងគឺនៅកន្លែងរថភ្លើងហ្នឹងឯងដើររៀងឆ្ងាយគ្រាន់បើមកក៏ដល់កន្លែងបំបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួនហើយអ្នកទាំងពីរហ្នឹងគឺថាអត់អស់ឡាយសោះអ្នកគ្នានៅពេលហ្នឹងដែរយូក៏បានមើលណាណាមីពីក្រោយខ្នងដោយគិតក្នុងចិត្តថាគេហ្នឹងគឺពិតជាល្អខ្លាំងមែនតើដោយសារតែណាណាមីហ្នឹងគឺជាសិស្សបកែហើយ perfect ទាំងអស់ហ្មងសូម្បីតែសម្រាប់ក៏បាននិយាយទៅកូនហ្នឹងគឺលុយមកចាប់យកបណ្ដោយអញ្ចឹងអ្នកគ្នាខ្ញុំមានបានប្រាប់អ្នកគ្នានៅថាពីរអ្នកហ្នឹងសង្សារគ្នាឥឡូវអាហារបានប្រាប់ឲ្យមើលទៅឥឡូវអ្នកគ្នាដឹងយកហ្មងទៅឥឡូវហ្នឹងគឺពីរអ្នកហ្នឹងគឺខ្លាចជាសង្សារគ្នាអ្នកគ្នាពីអ្នកនឹងអាសាដេតគ្នានៅកន្លែងបណ្ណាល័យដើម្បីធ្វើលំហាត់ចូលគ្នាអ្នកគ្នានឹងពីអ្នកនឹងដេតគ្នាតា
ហើយសកម្មភាពពីរនាក់នឹងមកដែលជាមួយគ្នារាល់ថ្ងៃនៅបណ្ណាល័យហ្នឹងក៏បន្តពីមួយថ្ងៃទៅមួយថ្ងៃពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់ថ្ងៃមួយគឺមកម្ដងទេគឺຕົកពេញអស់ហើយអ្នកគ្នាហើយដោយសារតែយូហ្នឹងឃើញណាណាមីហ្នឹងរៀងសែនតិចដែរដោយសារតែអត់បានមករៀនជាមួយគ្នាទៅធ្វើឲ្យយូហ្នឹងគឺបបួលណាណាមីទៅផ្ទះខ្លួនដើម្បីរៀនជុំគ្នាហ្មងទៅហើយពេលហ្នឹងណាណាមីអៀនខ្លាំងមែនតើអ្នកគ្នាដោយសារទៅផ្ទះកូនកំមុំគេនៅពេលដែលមកដល់ផ្ទះគេហើយហ្នឹងក៏និយាយមួយម៉ាក់គេអីបន្តិចតែហើយក៏សរសើរម៉ាក់គេថាម៉ាក់គេហ្នឹងគឺក្មេងអីចឹងណាបន្ទាប់ពីដើរផុតពីម៉ាក់គេហើយហ្នឹងក៏ចូលទៅជួបបងថ្លៃហើយនឹងបងស្រីរបស់យូហើយបងស្រីរបស់យូហ្នឹងបានទៅសារណាណាមីថាណាណាមីហ្នឹងគឺស្អាតខ្លាំងមែនតើហើយសូម្បីតែបងថ្លៃរបស់យូហ្នឹងក៏ទៅសារណាណាមីថាណាណាមីស្អាតដែរនៅពេលដែលណាណាមីបានចូលមកដល់ក្នុងបន្ទប់យូអញ្ចឹងទៅក៏មានអារម្មណ៍ថាសប្បាយចិត្តដែរដោយសារតែក្នុងបន្ទប់គេដូចក្នុងបន្ទប់ក្រាស់យើងអញ្ចឹងណានិយាយទៅបានចូលក៏យើងបានទស្សនាខាក្រាស់យើងហ្នឹងគឺមានចរិតមិនដែរណាគ្នាបន្ទាប់ពីយូមកវិញហ្នឹងក៏បានញ៉ាំនំជុំគ្នាហើយញ៉ាំនំហ្នឹងគឺនំខារ៉ាមែលណាគ្នាមិនមែននំអីទេណានៅពេលដែលអង្គុយញ៉ាំនំសុកៗហ្នឹងយូក៏បានចាប់អារម្មណ៍ថាណាណាមីនឹងអៀនខ្លាំងម៉ែហេតុអីបានអៀនអីអញ្ចឹងណាណាមីក៏បាននិយាយទៅថាខ្លួនអត់មានអៀនណាគេទេតែណាណាមីនឹងកំពុងអៀនយូសោះហ្នឹងណាហើយនៅពេលដែលរៀនរួចអស់ហ្នឹងអ្នកទាំងពីរក៏បានបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួនវិញនៅពេលដែលណាណាមីដើរមកផ្ទះវិញហ្នឹងក៏បានជួបប្រទះជាមួយនឹងបងស្រីហើយនឹងបងថ្លៃរបស់យូហើយក៏បានសួរណែនាំគ្នាអំពីយូតិចទៅហើយនៅពេលហ្នឹងដែរបងស្រីរបស់យូហ្នឹងក៏បាន add WeChat ជាមួយនឹងនៅពេលហ្នឹងដែរបងស្រីយូក៏បាន add WeChat ជាមួយនឹងណាណាមីដោយសារតែចង់ដឹងពីស្ថានភាពណាណាមីរាល់ថ្ងៃដូចចង់តាមដានគេអញ្ចឹងណាគ្នាហើយនៅពេលយប់ឡើងនឹងដែរបងស្រីរបស់យូក៏បានផ្ញើរូបមួយមកកាន់ណាណាមីហើយរូបហ្នឹងគឺជារូបដែលយូកំពុងតែដេកហើយធ្វើឲ្យណាណាមីនឹងអៀនទៀតហើយអ្នកគ្នានិយាយទៅកូននឹងគឺអៀនទៅហើយបណ្ដោយសាច់រឿងនៃភាគទី5របស់យើងក៏ចាប់ត្រឹមតែប៉ុណ្្នឹងដែរអ្នកគ្នាមុននឹងចប់វីដេអូខ្ញុំសូមអរគុណទៅដល់បងចន្ទថាដែលបាន donate ជាលុយមកកាន់ខ្ញុំអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយទៀតអ្នកគ្នាហើយរឿងភាគទី6របស់យើងនិយាយអំពីការប្រជុំជាមួយនឹងប្រធានសិស្សហ្នឹងគឺ student council អ្នកគ្នាខ្ញុំសូមហៅប្រធានសិស្សហើយរឿងដែលប្រធានសិស្សបានប្រជុំគ្នាហ្នឹងគឺជាការប្រកួតកីឡាមួយដោយការប្រកួតកីឡាហ្នឹងគឺគេចាប់ក្រុមណាគ្នាដូចក្រុមមួយហើយនឹងក្រុមមួយដើម្បីប្រកួតគ្នាយកពាននេះអញ្ចឹងទៅហើយនៅក្នុងក្រុមទាំងអស់ហ្នឹងក៏មានក្រុមរបស់ណាណាមីហើយនឹងយូរបស់យើងផងដែរដោយសារតែគ្នាពួកគេហ្នឹងគឺអត់មានណាគេបកការខាងរត់ទេអញ្ចឹងត្រូវការឲ្យហ្វឹកហាត់ជាមុនសិនហើយការហ្វឹកហាត់ហ្នឹងដែរគឺវាពិតជាពិបាកខ្លាំងមែនទែនដោយសារតែពួកគេហ្នឹងគឺអត់ដែលហ្វឹកហាត់ពីមុនមកទេហើយពួកគេហ្នឹងក៏អត់សូវស៊ីចង្វាក់គ្នានៅពេលហ្វឹកហាត់ហ្នឹងដែរបន្ទាប់ពីប្រធានសិស្សបានប្រឹក្សារឿងហ្នឹងអស់ជាយូរមកអ្នកទាំងអស់គ្នាក៏បានបំបីជើងគ្នាទៅថ្នាក់រៀងៗខ្លួនដោយសារតែដល់ម៉ោងចូលរៀនរឿងក៏បានកាប់បញ្ចាំងមកយូដែលកំពុងតែផឹកអីនៅកន្លែងកងទិនទៅពេលនឹងដែរយ៉ាសាកាក៏បានមកនិយាយជាមួយនឹងយូអំពីរឿងណាណាមីហើយអ្នកគ្នាមានដឹងនៅថាណាណាមីហ្នឹងគឺមានតកោតូកូហើយឈ្មោះណាណាមីអ្នកគ្នាត្រូវចាំឡើងហ្នឹងណាហើយកន្លែងហ្នឹងគឺខ្ញុំសង្ស័យខ្លាំងមែនតើអ្នកគ្នាខ្ញុំគិតថាយ៉ាសាកាហ្នឹងគឺប្រកាសជាស្រឡាញ់ណាណាមីដែរហើយដោយសារតែពេលហ្នឹងគឺគេបានហៅណាណាមីថាតូកូហើយនៅជប៉ុនហ្នឹងគឺទំនៀមទម្លាប់របស់គេបើសិនជាមនុស្សស្និទ្ធស្នាលឬក៏មនុស្សដែលស្រឡាញ់គេអីហ្នឹងគឺគេហៅតកូលគ្នាអីហើយកន្លែងសំខាន់ដែលយ៉ាសាកាបាននិយាយប្រាប់ទៅកាន់យូហ្នឹងគឺជាបងស្រីរបស់ណាណាមីតែបងស្រីរបស់ណាណាមីហ្នឹងគឺជា The Student Council នៅក្នុងសាលាហ្នឹងដែរអញ្ចឹងទៅធ្វើឲ្យណាណាមីហ្នឹងចូលរៀនសាលាហ្នឹងដែរអញ្ចឹងណាបន្ទាប់ពីដឹងរឿងហ្នឹងអំពីយ៉ាសាកាហើយយូយើងនឹងក៏បានទៅសេរកព័ត៌មានអំពីបងស្រីរបស់ណាណាមីរឿងដែលណាណាមីទៅរកព័ត៌មានអំពីបងស្រីរបស់យូហ្នឹងក៏មានពិបាកទេណាគ្នាដោយសារតែយូហ្នឹងគឺជាប្រធានសិស្សស្រាប់អញ្ចឹងអាចសុំសោពីគ្រូបានរឿងដែលយូដឹងអំពីយ៉ាសាកាមួយទៅគឺណាណាមីហ្នឹងគឺស្រឡាញ់បងស្រីរបស់គេខ្លាំងមែនតើរឿងដែលយ៉ាសាកាបានប្រាប់យូហ្នឹងគឺមានមួយទៀតដែលណាណាមីហ្នឹងគឺស្រឡាញ់បងស្រីគេខ្លាំងមែនតើទៅធ្វើឲ្យយូហ្នឹងគឺកាត់រឿងហ្នឹងរៀងវល់ដែរដោយសារតែបន្ទាប់ពីបងស្រីរបស់គេគឺយូនឹងឯងដែលណាណាមីស្រឡាញ់បន្ទាប់ពីកាត់រឿងនៅរៀងយូរគ្រាន់បើមកក៏ដល់មកចេញលេងដែរគោយមីក៏បានឲ្យ script ទៅកាន់យូមើលតែខ្ញុំអត់ដឹងថា script ហ្នឹងគឺគេនិយាយពីអីទេអ្នកគ្នាយូក៏បានមករកព័ត៌មានបន្ថែមក៏ប៉ុន្តែនៅពេលហ្នឹងដែរគឺល្ងាចអញ្ចឹងទៅធ្វើឲ្យគ្រូហ្នឹងគឺមកដេញយូទៅផ្ទះនិយាយទៅយូគឺចង់ដឹងរឿងគេហ្មងអ្នកគ្នាមនុស្សដែលខ្លួនឯងស្រឡាញ់ចង់ដឹងអញ្ចឹងហើយតទៅពីចេញពីសាលាមកយូរបស់យើងក៏បានមកលក់សភៅធម្មតាអញ្ចឹងតែដោយសារតែផ្ទះគេលក់សភៅហើយនៅល្ងាចថ្ងៃហ្នឹងដែរក៏មានជាការដើរទៅផ្ទះជាមួយគ្នាហ្នឹងដែរដោយសារតែពីរនាក់ហ្នឹងគឺបានចេញពីរៀនជាមួយគ្នាហើយផ្ទះក៏នៅជិតគ្នាទៀតអញ្ចឹងក៏ដើរមួយគ្នារាល់ល្ងាចដូចដើមអញ្ចឹងទៅ
នៅឯអ្នកគ្នាកន្លែងហ្នឹងខ្ញុំសុំកាន់តិចខ្ញុំមានបានប្រាប់អ្នកគ្នានៅថាពីរអ្នកហ្នឹងគឺអត់ទាន់ជាសង្សារនឹងគ្នាទេគ្រាន់តែជាអ្នកស្គាល់គ្នាហើយមិត្តភក្តិមួយគ្នាអីធម្មតាទេដោយសារតែវីដេអូមុនហ្នឹងគឺខ្ញុំនិយាយច្រឡំថាពីរអ្នកហ្នឹងសង្សារគ្នាក៏ពិតពីរអ្នកហ្នឹងមិនសង្សារគ្នាទេអ្នកគ្នាត្រូវចាំឡើងហ្នឹងដោយសារតែពីរអ្នកហ្នឹងគឺអត់ចង់ទៅផ្ទះលឿនពេកទេទៅធ្វើឲ្យពីរអ្នកហ្នឹងគឺមកដើរលេងនៅកន្លែងស្ពានមួយសិនហើយពេលហ្នឹងដែរយូក៏បាននិយាយជាមួយណាណាមីអំពីរឿងដែរណាណាមីហ្នឹងគឺខ្វះភាពកក់ក្ដៅពីគ្រួសារខ្លាំងមែនតើបន្ទាប់ពីបងស្រីរបស់ណាណាមីបានចាកចេញទៅហើយកន្លែងហ្នឹងរឿងក៏បានបញ្ជាក់ប្រាប់យើងដែរថាបងស្រីរបស់ណាណាមីហ្នឹងគាត់ទៅណាហើយកើតអីដែរពេលហ្នឹងគឺណាណាមីបាននិយាយអំពីការគេនៅក្មេងហ្នឹងគឺខ្វះភាពកក់ក្ដៅអំពីគ្រួសារខ្លាំងមែនតើហើយគេហ្នឹងគឺតែងតែនៅម្នាក់ឯងរហូតណាណាមីហ្នឹងក៏អត់សូវមានអ្នកគេយកចិត្តទុកដាក់ជាមួយដែរទៅធ្វើឲ្យណាណាមីហ្នឹងនិយាយបែបសើចអីអញ្ចឹងណាពេលហ្នឹងដែរយូក៏បានហៅឲ្យណាណាមីឈប់ដើម្បីនិយាយអំពីរឿងហ្នឹងម្ដងទៀតនៅពេលដែលយូបានហៅណាណាមីឲ្យឈប់ហើយយូក៏បានដើរម្ដងមួយជំហានទៅកាន់ណាណាមីហើយបាននិយាយទៅកាន់ណាណាមីថានឹងនៅក្បែរណាណាមីជួយលើកទឹកចិត្តណាណាមីហើយនឹងជួយ take care ណាណាមីផងដែរបន្ទាប់ពីណាណាមីលើកអញ្ចឹងហើយណាណាមីក៏បែរមកមើលយូដើម្បីបញ្ជាក់ហើយសួរយូថាយូនឹងការពារគេហើយនៅក្បែរគេរហូតអត់យូក៏បាននិយាយថាយូនឹងនៅក្បែរណាណាមីហើយនឹងមើលថាណាណាមីអីអញ្ចឹងទៅហើយអ្នកគ្នាអញ្ចឹងយើងមើលរឿងប៉ុណ្ណឹងបានហើយអ្នកគ្នាមកវិភាគរឿងមួយខ្ញុំសិនមកដោយសារតែយូនឹងបាននិយាយថាយូនឹងមើលថាណាណាមីហើយណាណាមីក៏បានសួរបញ្ជាក់ទៀតអញ្ចឹងមានន័យថាយូហើយនឹងណាណាមីខ្លាចជាសង្សារនឹងគ្នាត្រូវអត់បើសិនអ្នកគ្នាអត់ទាន់ច្បាស់ដូចខ្ញុំដែរឥឡូវយើងចាំមើលវីដេអូតទៀតទៅបន្ទាប់ពីណាណាមីហើយនឹងយូបាននិយាយគ្នាលើស្ពានហើយអ្នកទាំងពីរក៏បានដើរកាន់ដៃគ្នាមកផ្ទះវិញអញ្ចឹងមានន័យថាអ្នកទាំងពីរនឹងកើតជាសង្សារនឹងគ្នាត្រូវអត់អ្នកគ្នាជួយខមមិននៅខាងក្រោមប្រាប់ខ្ញុំតិចមើលឡើយហ្នឹងខ្ញុំអត់សូវច្បាស់ហ្មងហើយនៅពេលដែលយូហើយនឹងណាណាមីកំពុងតែដើរតាមផ្លូវហ្នឹងយូក៏បានគិតថាខ្លួនឯងធ្វើត្រូវឬក៏ធ្វើខុសដោយសារតែដូចស្រឡាញ់គេដោយអាណិតហ្នឹងចប់ពីឈុតហ្នឹងមកក៏ចប់ភាគទី6របស់យើងដែរអញ្ចឹងយើងចាំតាមដាននៅភាគទី7ទាំងអស់គ្នា手をつないで帰っていい？សាច់រឿងនៃភាគទី7ក៏បានលេងឲ្យយើងឃើញជាមួយនឹងយ៉ាសាកាកំពុងតែនៅជាមួយក្មេងស្រីម្នាក់ទៀតដោយពេលហ្នឹងយ៉ាសាកាគឺនៅត្រឹមបឋមភូមិទេណាគ្នាមិនមែនឡើងវិទ្យាល័យទេហើយសាច់រឿងក៏កាត់មកលេងបកក្រោយនៅពេលដែលគេមានការគោរពសិស្សច្បងសិស្សប្អូនយ៉ាសាកាក៏បានមើលទៅណាណាមីនៅពេលដែលណាណាមីកំពុងតែដើរឡើងឆាកហើយយ៉ាសាកាក៏មើលទៅណាណាមីឌូធ្លាក់ក្នុងលងស្នេហ៍អញ្ចឹងណាអ្នកគ្នាអញ្ចឹងដូចខ្ញុំគិតមកណាគ្នាគឺយ៉ាសាកាហ្នឹងគឺលួចស្រឡាញ់ណាណាមីអីក៏ប៉ុន្តែយើងក៏ដឹងថាសាច់រឿងហ្នឹងទៅមិនដែរដោយសារតែណាណាមីហ្នឹងគឺជារបស់យូបាត់អីហ្នឹងក៏ប៉ុន្តែបើតាមខ្ញុំគិតប្រហែលជាយ៉ាសាកាហ្នឹងគឺលួចស្រឡាញ់ណាណាមីរៀងយូរដែរហើយគ្រាន់តែអត់ទាន់សារភាពអីចឹងដោយសារតែមិត្តភក្តិគ្នាឥឡូវយើងកាត់ឈុត intro ចោលប៉ុណ្ណឹងសិនបានហើយយើងចូលសាច់រឿងពិតរបស់យើងវិញថ្ងៃដែលប្រកួតកីឡាហ្នឹងក៏ចូលចិត្តមកដល់ដែរហើយពូគេក៏បានបបួលគ្នានៅថ្ងៃស្អែកហ្នឹងគឺរត់ម៉ារ៉ាតុងជុំគ្នាអញ្ចឹងណារត់ម៉ារ៉ាតុងជុំគ្នាគ្រាន់តែធ្វើតេស្តលេងៗណាគ្នាដោយសារសមត្ថភាពម្នាក់ៗហ្នឹងគឺកពិយកខ្លាំងតែមែនតើណានៅពេលដែលនិយាយគ្នាហើយអស់ហ្នឹងយ៉ាសាកាក៏បានបបួលណាណាមីទៅកន្លែង student council ជាមួយគ្នាតបានងើបអីស្រួលបួហងក៏ធ្លាក់សបោស្នេហាមកមួយទៀតហើយនិយាយទៅណាណាមីរបស់យើងហ្នឹងគឺសបោស្នេហ៍មែនតើហ្មងនៅពេលណាណាមីបានអានសបននោះចប់ណាណាមីគឺមានអារម្មណ៍ថាធម្មតាដោយសារតែណាណាមីនឹងគឺត្រឡប់អស់ហើយរឿងចឹងនៅពេលដែលយ៉ាសាកាស្ដាប់ការរៀបរាប់ពីក្នុងសបនហ្នឹងហើយយ៉ាសាកាក៏ឆ្ងល់ដែរថាជាពីណាគេហើយស្រីក៏ប្រុសអីចឹងណាហើយណាណាមីក៏ប្រាប់ទៅថាអ្នកសរសេរសបនហ្នឹងគឺប្រហែលជាស្រីហើយក៏បានបិទការសន្ទនាត្រឹមហ្នឹងដោយសារតែដល់ម៉ោងទៅណាត់ជួបជាមួយនឹងយូហើយនឹងមិត្តភក្តិរបស់យូណាគ្នាកូយូមីហើយរឿងក៏បានកាត់ឲ្យឃើញការគិតរបស់យ៉ាសាកាបន្តិចដោយយ៉ាសាកាហ្នឹងគឺបានគិតថាណាណាមីហ្នឹងគឺអត់សប្បាយចិត្តនឹងរឿងអីទេស្នាមញញឹមរបស់ណាណាមីដែលបរិហាចឹងមកហ្នឹងគឺសិតតែជាការហ្វេកទាំងអស់និយាយទៅណាណាមីគឺអត់ព្រមនិយាយទុកសោរបស់ខ្លួនហ្នឹងឲ្យយ៉ាសាកាស្ដាប់ម្ដងណាទេនិយាយទៅសប្បាយរហូតហ្មងបើសិនជានៅជាមួយនឹងយូរបស់យើងវិញគឺបង្ហាញទឹកមុខសែតគឺសែសប្បាយគឺសប្បាយយកហ្មងអញ្ចឹងណាគ្នាមនុស្សដែលគេស្រឡាញ់គេបង្ហាញអារម្មណ៍មកអញ្ចឹងហីហើយរឿងដែលអ្នកទាំង4បានមកប្រជុំគ្នានៅកន្លែងកាហ្វេហ្នឹងគឺជាការណែនាំគ្នាដោយសារតែរាល់ដងហ្នឹងគឺយូអ្នកយក script ហ្នឹងឲ្យទៅណាណាមីមិនមែនជាកូយ៉ូមីទេដែលអ្នកយក script ហ្នឹងឲ្យទៅណាណាមីពេលដែលពួកគេកំពុងនិយាយគ្នាសុកមានមនុស្សស្រីម្នាក់ចូលមកនិយាយជាមួយនឹងអ៊ីហាងកាហ្វេហ្នឹងដែរ
ហើយដឹងមកយ៉ាងណាគ្នាគឺអ៊ីហាងកាហ្វេហើយនិងអ៊ីម្នាក់ហ្នឹងគឺជាសង្សារមួយគ្នាខ្ញុំអត់ដឹងថាសង្សារឬក៏ប្តីប្រពន្ធទេក៏ប៉ុន្តែទាំងពីរហ្នឹងគឺបានរស់នៅតែជាមួយគ្នាប្រៀបដូចជាប្តីប្រពន្ធចឹងមានន័យថាដូចប្តីប្រពន្ធឯហ្នឹងហើយខ្ញុំក៏ធ្លាប់បានប្រាប់អ្នកទាំងអស់គ្នាដែរថាអ៊ីលូកាហ្វេហ្នឹងគឺគាត់ជា GL អញ្ចឹងក៏គាត់ជាតួសំខាន់នៅក្នុងរឿងហ្នឹងដែរហើយយ៉ាសាកាហ្នឹងគឺគាត់បានស្គាល់អ៊ីម្នាក់ហ្នឹងអ៊ីសាក់វែងណាអ្នកគ្នាស្គាល់ឈ្មោះគាត់ទេនេះពេលល្ងាចក៏បានមកដល់យូហើយនឹងណាណាមីក៏បានដើរទៅផ្ទះជាមួយគ្នាទៀតហើយនៅពេលដែលកំពុងដើរនិយាយគ្នាសុកហ្នឹងណាណាមីក៏បានចូលរឿងតកូលម្ដងហើយណាណាមីហ្នឹងគឺចង់ឲ្យយូហៅតកូរបស់ខ្លួនថាតកូឯងអញ្ចឹងណាដោយសារតែនៅប្រទេសជប៉ុនហ្នឹងបើសិនជាយើងហៅតកូគេអញ្ចឹងមានន័យថាយើងស្រឡាញ់គេឬក៏ម្នាក់ហ្នឹងគឺជាមនុស្សជិតស្និទ្ធរបស់យើងហើយនៅពេលហ្នឹងដែរយូក៏បានហៅថាតកូសែមប៉ៃអញ្ចឹងមានន័យថាសិស្សច្បងតកូឥឡូវយើងកុំមើលឈោស្វីច្រើនពេកណាគ្នាយ៉ាត់កាត់ជើងឥឡូវយើងមកកាត់មើលអ៊ីលូកាហ្វេនិងដៃគូរបស់គាត់តិចទៅបើសិនជាអ្នកគ្នាអត់ច្បាស់ថាគាត់ GL មិន GL អ្នកគ្នាមើលតែកន្លែងហ្នឹងអត់ដឹងបាត់ទេគ្រាន់តែខ្ញុំចង់បញ្ជាក់ឲ្យអ្នកគ្នាដឹងថាគាត់ GL មិន GL អីចឹងនិយាយទៅមករឿងហ្នឹង GL ទាំងអស់បន្ទាប់ពី2ថ្ងៃរំលងនៅក្នុងរឿងហ្នឹងមកយ៉ាសាកាក៏បានទៅនិយាយជាមួយនឹងអ៊ីលូកាហ្វេនឹងយកតែម្ដងសារតែខ្លួនហ្នឹងគឺមានអារម្មណ៍ថានៅអត់សុខទេដោយអារម្មណ៍មួយហ្នឹងគឺវាពិបាកនិយាយណាអ្នកគ្នាគឺធ្វើឲ្យយ៉ាសាកាហ្នឹងគឺមកប្រឹក្សាជាមួយនឹងអ៊ីលូកាហ្វេដោយដឹងថាអ៊ីលូកាហ្វេហ្នឹង GL ហើយនៅមួយគ្នាបានយូរដែរហើយបើសិនអ្នកគ្នាអត់ទាន់ដឹងទេគឺយ៉ាសាកាហ្នឹងគឺធ្លាប់មានដៃគូម្នាក់ដែរដែលជាស្រីដែរអីចឹងណាយ៉ាសាកាក៏បាននិយាយរៀបរាប់រឿងដែលខ្លួនហ្នឹងមានអារម្មណ៍លើណាណាមីតែមិនមែននិយាយថាខ្លួនមានអារម្មណ៍លើណាណាមីគ្រាន់តែនិយាយថាអត់យល់ពីអារម្មណ៍របស់ខ្លួនឯងទៅកាន់ណាណាមីអីចឹងទៅពីលូកាហ្វេក៏បានសួរទៅតាមហ្នឹងដែរថាខ្លួនហ្នឹងគឺស្រឡាញ់ណាណាមីឬក៏អត់តែយ៉ាសាកានៅតែប្រកាន់ភ្ជាប់នៅអារម្មណ៍របស់ខ្លួនឯងគឺអត់យល់ពីអារម្មណ៍ខ្លួនឯងទេហើយសាច់រឿងភាគទី7របស់យើងក៏ចាប់ត្រឹមតែប៉ុណ្្នឹងដែរចាំតាមដានទស្សនានៅភាគទី8ទាំងអស់គ្នាតាមក្បាលសាច់រឿងនៃ intro ភាគទី8របស់យើងនិយាយអំពីយ៉ាសាកាបានជួបនារីម្នាក់នៅកន្លែងរថភ្លើងហើយគេម្នាក់ហ្នឹងហើយគឺជាស្នេហាដំបូងរបស់យ៉ាសាកាក៏ប៉ុន្តែយ៉ាសាកាគឺអត់មានអារម្មណ៍ស្រឡាញ់ម្នាក់ហ្នឹងទេអ្នកគ្នាហើយម្នាក់ហ្នឹងក៏និយាយសួស្ដីទៅកាន់យ៉ាសាកាដោយធម្មតាហើយក៏និយាយថាមានអារម្មណ៍ថាខុសដែរចាក់ចឹងអត់បានប្រាប់គេអញ្ចឹងណាយ៉ាសាការបស់យើងហ្នឹងក៏អត់បានប្រកាន់យកទៅពេកអីដែរនៅពេលហ្នឹងក៏ឃើញណាណាមីរបស់យើងដើរមកហើយគេក៏បានទៅគៀកដៃរបស់ណាណាមីហើយនិយាយថាតោះយើងទៅអីអញ្ចឹងនិយាយទៅឌឺគេណាគ្នាឌឺសង្សារចាស់នៅពេលដែលដើរផុតនឹងតិចទៅណាណាមីក៏បាននិយាយសួរថាកាត់អីមែនហើយក៏បានមើលទៅដៃរបស់ខ្លួននិយាយទៅអាប៉ែហ្នឹងគឺចង់កាន់ដៃគេយកហ្មងណាសកាហ្នឹងក៏ដោះដៃចេញទៅដោយសារតែគិតថាវាភ្លាមពេកក៏ប៉ុន្តែណាណាមីហ្នឹងគឺអត់គិតអញ្ចឹងទេណាគ្នាគិតថាជួយមិត្តភក្តិដែរអញ្ចឹងក៏កាន់ដៃមិត្តភក្តិទៀតទៅដោយសារតែគិតថាយ៉ាសកាហ្នឹងកំពុងតែជួបគ្រោះអីហើយឥឡូវយើងបកមកមើលសាច់រឿងពេញរបស់យើងវិញដោយពេលហ្នឹងក្រុមរបស់ណាណាមីកំពុងតែធ្វើការរត់ម៉ារ៉ាតុងតែហើយអញ្ចឹងណាប៉ុន្តែពេលហ្នឹងយូគឺធ្វើអត់បានល្អជាងគេដោយសារតែយូហ្នឹងគឺហត់មែនតើហើយវាពិបាកនៅក្នុងការរត់ខ្លាំងមែនតើដោយសារតែយូអត់ធ្លាប់ធ្វើអញ្ចឹងដោយសារតែហាត់ថាអត់មានបានផលអីហ្នឹងអ្នកទាំងអស់គ្នាក៏បានបបាយជើងគ្នាទៅថ្នាក់រៀងខ្លួនដោយសារតែដល់ម៉ោងចូលរៀនដែរនៅពេលដែលរៀនចប់អីហើយអស់ហ្នឹងចាសកាយូហើយនឹងណាណាមីក៏ណាត់គ្នាទៅញ៉ាំអីហើយដោយសារតែណាណាមីរវល់ហើយទើបធ្វើឲ្យយ៉ាសាកាហើយនឹងយូទៅបានតែ2នាក់ទេនៅពេលដែលកំពុងញ៉ាំអីនោះដែរធ្វើឲ្យយ៉ាសាកាគឺធ្វើមុខស្អុយខ្លាំងមែនតើដោយសារខ្លួននឹងចង់មកជាមួយក្រាស់ខ្លួនតែត្រូវមកជាមួយនឹងស្នេហារបស់ក្រាស់ខ្លួនទៅវិញបន្ទាប់ពីញ៉ាំអីហើយអស់ហើយណាណាមីហើយនឹងយ៉ាសាកាក៏បានទៅផ្ទះវិញនៅពេលដែលកំពុងចាំជើងរថភ្លើងនឹងដែរយ៉ាសាកាក៏បានសួរទៅកាន់យូថាស្គាល់អារម្មណ៍នៅពេលដែលមនុស្សដែលខ្លួនស្រឡាញ់ចាប់ដៃនៅហើយដឹងមកយ៉ាងណាគ្នា2នាក់ហ្នឹងគឺគិតទៅដល់មនុស្សដែលខ្លួនស្រឡាញ់យូគិតទៅដល់ណាណាមីហើយយ៉ាសាកាហ្នឹងគឺគិតទៅដល់ណាណាមីហើយ2នាក់ហ្នឹងគឺធ្លាប់ចាប់ដៃណាណាមីដូចគ្នាទៅពេលហ្នឹងគឺគាំងយកតែមែនតើណាគ្នាព្រោះឲ្យ2នាក់ហ្នឹងស្រឡាញ់មនុស្សតែមួយហើយនៅល្ងាចថ្ងៃថ្មីនឹងដែរធ្វើឲ្យយូគឺពិបាកទៅផ្ទះខ្លាំងមែនតើដោយសារតែមានភ្លៀងខ្លាំងហើយនៅពេលដែលមិត្តភក្តិរបស់គេដើរជាមួយយូសុកហ្នឹងមិត្តភក្តិរបស់គេក៏បានឃើញក្រាស់គេហើយមិត្តភក្តិរបស់គេហ្នឹងក៏បានរត់ទៅទទួលឆាត់ឲ្យក្រាស់គេបាត់អីអញ្ចឹងទៅធ្វើឲ្យយូហ្នឹងគឺអត់មានឆាត់ដើរទៅផ្ទះនឹងគេទេទៅថ្ងៃហ្នឹងគឺយូសោយខ្លាំងមែនតើនៅពេលទៅមើលឆាត់របស់គេហើយបើបងស្រីរបស់យូវិញគឺអត់បានទៅទទួលយូទេដោយសារតែថ្ងៃហ្នឹងមេឃភ្លៀងខ្លាំងហើយបងរបស់យូហ្នឹងគឺជាប់នៅក្រៅផ្ទះហើយនៅភ្លាមនឹងដែរសយក៏ប្រែទៅជាហេងដោយសារតែពេលហ្នឹងគឺណាណាមីអត់ទាន់បានចេញទៅផ្ទះស្រួលបួរទេហើយណាណាមីហ្នឹងគឺចាំយូរបស់យើងហ្នឹងឯង
នៅពេលដែលមកដល់ផ្ទះយូហើយក៏បាននៅក្រៅផ្ទះដែរដោយសារតែថ្ងៃហ្នឹងគឺមានអាគេនៅផ្ទះទេដូចជាបងយូបានប្រាប់អញ្ចឹងហើយយូពេលហ្នឹងគឺខកខ្លាំងមែនតើអ្នកគ្នាចង់ទៅចាប់ដៃកូនគេណាឃើញកូនគេពងដេកហើយនៅថ្ងៃស្អែកពួកគេក៏មានការរត់ប្រណាំងតេស្តទៀតហើយដោយសារតែពួកគេគឺត្រូវការបង្កើនសមត្ថភាពពីមួយថ្ងៃទៅមួយថ្ងៃហើយយូវិញគឺថាអាប់ខ្លាំងមែនតើឥឡូវហ្នឹងសមត្ថភាពឡើងណាអ្នកគ្នាហើយរឿងនៃភាគទី8របស់យើងក៏បានចប់ត្រឹមនឹងដែរយើងចាំតាមដានទស្សនានៅរឿងភាគទី9ទាំងអស់គ្នាសាច់រឿងនៃភាគទី9របស់យើងនិយាយអំពីយូកំពុងតែរត់យ៉ាងលឿនដើម្បីទៅកន្លែងផ្ទុកអីវ៉ានួយនៅក្នុងសាលាហើយបំណងរបស់យូដែលទៅហ្នឹងគឺទៅយកកន្សែងសមួយទៅពេលដែលរៀបដើរចេញមកវិញហ្នឹងណាណាមីក៏បានស្ទាក់នៅនឹងមុខហើយសួរថាមកកន្លែងហ្នឹងធ្វើអីដែរយូក៏បាននិយាយតាមហ្នឹងទៅថាខ្លួនហ្នឹងគឺមកយកកន្សែងភ្លាមហ្នឹងដែរគឺណាណាមីបានចូលមកកាន់យូកាន់តែចិត្តទៅហើយរុញទ្វារបិទចូលតែម្ដងហើយអ្នកគ្នាដឹងថាណាណាមីចូលទៅធ្វើអីណាណាមីគ្រាន់តែចង់ចូលទៅអប់យូដោយសារតែណាណាមីនឹងមានអារម្មណ៍ថាហត់ពេកហើយនៅភ្លាមនឹងដែរណាណាមីនឹងក៏បានចាប់ថើបយូយកតែម្ដងអ្នកគ្នាអើយលើកទីម៉ានហើយលើកទីម៉ានអ្នកគ្នាមានចាំអត់ពេលហ្នឹងគឺយូអត់ចង់ថើបទៅអ្នកគ្នាដោយសារតែខ្លួនអាណិតណាណាមីហើយណាណាមីហ្នឹងក៏ត្រូវចិត្តគេទៀតថាបានម្ដងហើយចង់ថើបម្ដងទៀតតែនៅពេលហ្នឹងដែរគឺយូអត់ចិត្តងាយដូចមុនទេគឺបានច្រាណាណាមីចេញហើយនិយាយថាតាមពេលចប់កម្មវិធីហ្នឹងចាំបានថើបម្ដងទៀតអីអញ្ចឹងនិយាយទៅគឺចង់ឲ្យគេខំប្រឹងនៅក្នុងកម្មវិធីហ្នឹងដូចគ្នាហើយថ្ងៃប្រកួតក៏បានចូលមកដល់ឥឡូវយើងកាត់យកតែឈុតសំខាន់នៅក្នុងកម្មវិធីដែលមាននៅក្នុងតួរបស់យើងបានហើយដោយនៅក្នុងការប្រកួតហ្នឹងដែរគឺណាណាមីធ្វើមិនបានល្អទេណាទាំងអស់គ្នាក៏ប៉ុន្តែណាណាមីគឺបានខំប្រឹងអស់ពីសមត្ថភាពហើយយូរបស់យើងហ្នឹងគឺស្រែកពីក្រោមហ្នឹងឲ្យណាណាមីរហូតនិយាយទៅគឺពេលហ្នឹងគឺធ្លាក់ក្នុងលងស្នេហ៍គេម្ដងទៀតឯអ្នកគ្នាតពីចប់ការប្រកួតហ្នឹងហើយណាណាមីក៏បានសុំឲ្យយូហ្នឹងធ្វើតាមពាក្យសន្យាដែលយូហ្នឹងបានសន្យាមុនហ្នឹងហើយអ្នកទាំងអស់គ្នាមើលមុខណាណាមីឡើងខ្ជូតឡើងវល់គេហ្មងឡើងចង់ហ្មងនៅពេលហ្នឹងណាណាមីក៏បានអង្គុយចោះហើយយកលេសថាខ្លួនហ្នឹងហៅថាចង់ឲ្យយូហ្នឹងគឺថាខ្លួនវិញអត់ចង់ទៅថើបយូទេនិយាយទៅណាណាមីហ្នឹងគឺក្បាលខួរអត់ណយដែរហ្នឹងណាអ្នកគ្នានិយាយមែនណាគ្នាកន្លែងហ្នឹងការខ្ញុំមើលទៅវិញខ្ញុំឡើងអៀនគេញ៉ែងខ្លួនយកហ្មងណាគ្នាគាត់ថាកន្លែងហ្នឹងគេបានថើបគ្នាហើយមែនគិតខុសហើយអ្នកគ្នាយូហ្នឹងគឺអត់បានថើបណាណាមីទេអ្នកគ្នាដោយសារតែយូហ្នឹងគឺអត់ហ៊ានថើបណាណាមីទេនៅពេលដែលយូប្រាប់ទៅកាន់ណាណាមីថាខ្លួនអត់ហ៊ានថើបណាណាមីអីអញ្ចឹងហើយណាណាមីក៏ចាប់យូថើបវិញទៅនិយាយទៅគឺនៅចុងក្រោយនៅតែណាណាមីជាអ្នកថើបយូទៅដែរនៅពេលដែលយូត្រូវបានណាណាមីថើបហើយយូក៏ញៀនហើយក៏មកអោនឲ្យគេថើបម្ដងទៀតហើយរឿងភាគទី9របស់យើងក៏ចាប់ត្រឹមតែប៉ុណ្្នឹងដែរអ្នកគ្នាហើយអ្នកគ្នាកុំឆ្ងល់ថាភាគទី9ថៃបានតិចមែនដោយសារតែកន្លែងច្រើនបំផុតហ្នឹងគឺជាកន្លែងរត់ម៉ារ៉ាតុងហើយនិងកន្លែងហាត់កីឡាហ្នឹងឯងហើយខ្ញុំធ្លាប់ប្រាប់អ្នកគ្នាថាខ្ញុំកាត់កន្លែងហ្នឹងចោលខ្លះទៅធ្វើឲ្យវាហ្នឹងបាត់វីដេអូខ្លះសាច់រឿងនៃភាគទី10បាននិយាយអំពីយូកំពុងតែទាញ script អំពីកូយ៉ូមីសារតែកូយ៉ូមីហ្នឹងក៏ចង់ឲ្យ script ហ្នឹងទៅកាន់យូទៀតទេហើយយើងក៏ដឹងថាហេតុផលអីដែលកូយ៉ូមីហ្នឹងគឺអត់ចង់យក script ហ្នឹងឲ្យយូដែរហើយនៅទីបំផុត script ហ្នឹងក៏ត្រូវធ្លាក់ក្នុងដៃយូដដែលហើយយូហ្នឹងគឺបានយក script ហ្នឹងទៅជូនស្រីរបស់គេហើយស្រីរបស់គេហ្នឹងគឺជាណាណាមីហ្នឹងឯងហើយដោយសារតែយូអៀនពេកហ្នឹងទៅធ្វើឲ្យយូហ្នឹងហុចกระดาษចម្លងឲ្យទៅណាណាមីហើយឲ្យណាណាមីមើលតែម្នាក់ឯងទៅគេមានការងារធ្វើទៅមុនអីចឹងណាហើយនៅថ្ងៃបន្ទាប់យូហើយនឹងណាណាមីក៏បានមកជួបគ្នានៅកន្លែងមុខសាលាហើយថ្ងៃហ្នឹងក៏មានជាការដោតអាស័យដោតអីណាគ្នាខ្ញុំមកស្គាល់អាហ្នឹងនៅប្រទេសជប៉ុនដឹងគេហៅអីដែរហ្នឹងតែអាហ្នឹងដូចជាយើងពោប្រាថ្នាអីគឺវាបានហ្នឹងបើជាយើងសរសេរការប្រាថ្នាយើងដាក់ទៅក្នុងកណ្ដាស់ហើយយើងព្យួរទៅលើដើមអាស័យហ្នឹងណានៅពេលហ្នឹងដែរណាណាមីក៏បានបបួលឲ្យយូហ្នឹងព្យួរអាខ្សែកណ្ដាស់ហ្នឹងដែរអញ្ចឹងណាក៏ប៉ុន្តែយូគឺអត់ចង់ព្យួរទេដោយយកលេសថាចូលរៀនអីអញ្ចឹងហើយក៏ទុកកណ្ដាស់ហ្នឹងចោលចាំពេលក្រោយចាំមកព្យួរហើយឥឡូវក៏មានការប្រជុំជាមួយនឹងប្រធានសិស្សទៀតដែរប្រធានសិស្សឥឡូវគឺឡើងមាន5នាក់ហើយអ្នកគ្នាថែមកូយ៉ូមីមួយទៀតគឺមាន6នាក់បន្ទាប់ពីនិយាយណានោះគ្នាអស់ហើយក៏មានអ្នកគ្រូម្នាក់ចូលមកនិយាយថាប្រធានសិស្សហ្នឹងគឺត្រូវមានម៉ោងបន្ថែមរៀនបំពន់អីអញ្ចឹងណាហើយអ្នកគ្នាមានចាំបានអ្នកគ្រូហ្នឹងគឺជាដៃគូរបស់អ៊ីអ្នកលក់កាហ្វេហើយការរៀបបំពន់ហ្នឹងក៏មានការជួយគ្រប់គ្រងអំពីលោកគ្រូផ្សេងទៀតដែរបន្ទាប់ពីចេញពីកន្លែងប្រធានសិស្សហ្នឹងមកណាណាមីហើយនឹងយូក៏បានមកញ៉ាំនំគ្រក់ជាមួយគ្នានំគ្រក់ខ្មែរយើងហ្នឹងណាហើយណាណាមីហើយនឹងយូហ្នឹងក៏មិនមែនមកញ៉ាំតែនំគ្រក់ដែរណាទាំងពីរក៏បានមករៀនដូចធម្មតាអញ្ចឹងទៅក៏ប៉ុន្តែណាណាមីហើយនឹងយូហ្នឹងក៏មិនមែនមកញ៉ាំតែនំគ្រក់ដែរដោយសារតែគេហ្នឹងគឺត្រូវមករៀនដែរហើយនៅថ្ងៃថ្មីហ្នឹងដែរយូក៏ត្រូវយាមតូបទៀតហើយដោយសារតែអត់មានគេយាមតូប
នៅពេលដែលកំពុងចាំតបសុកហ្នឹងក៏មានមិត្តចាស់ម្នាក់ឆាតមកគេហើយបបួលគេចេញទៅក្រៅម្នាក់ហ្នឹងគឺជាមិត្តជិតស្នាលរបស់គេកាលពីគេនៅក្មេងអញ្ចឹងណានិយាយទៅដូចអ្នកស្គាល់គ្នាដែរហើយក្នុងការរត់ហាត់ប្រាណហ្នឹងដែរណាស៊ូកេហ្នឹងគឺរត់លឿនខ្លាំងមែនតើខុសពីយូរបស់យើងហើយម៉ាស៊ូកេហ្នឹងគឺហាត់ប្រាណរាល់ថ្ងៃហើយយូរបស់យើងវិញតែហាត់ប្រាណទេតែចេញហាត់ប្រាណថ្ងៃហ្នឹងចេញពីហាត់ប្រាណមកយូក៏បានដើរទៅទិញអីតិចតួចនៅហាងលក់ទំនិញរើបានមកស្ទុះមកតែទាំងពីរក៏បានចូលមកហាងកាហ្វេអ៊ីហ្នឹងទៀតហើយនៅពេលដែលមិត្តភក្តិចាស់ជួបគ្នាគឺតែងតែនិយាយរឿងរ៉ាវប្រាប់គ្នាទៅវិញទៅមកនៅរឿងអ្វីដែលខ្លួនបានជួបអីចឹងទៅឥឡូវយើងខាត់រឿងយូចោលសិនទៅដោយសារតែយូហ្នឹងជួបមិត្តភក្តិរបស់គេហើយយើងមកមើលរឿងរបស់ណាណាមីវិញម្ដងនៅពេលដែលណាណាមីកំពុងញ៉ាំបាយជាមួយនឹងគ្រួសារហ្នឹងណាណាមីសើចសប្បាយជាមួយនឹងម៉ាក់មែនតើនៅពេលដែលប៉ារបស់គេនិយាយចូលគេហ្នឹងគឺអត់ត្រូវគ្នាទេអញ្ចឹងមានន័យថាណាណាមីហើយនឹងប៉ារបស់គេគឺមានទំនាក់ទំនងល្អជាមួយគ្នាទេដោយសារតែអត់ចង់ឆ្លុះប្រកែកជាមួយប៉ាគេច្រើនពេកណាណាមីក៏បានដើរចូលក្នុងធ្វើលំហាត់ធ្វើអីដើម្បីប្រឡប់អារម្មណ៍ចឹងទៅក៏ប៉ុន្តែធ្វើអត់ចេញទេទៅធ្វើឲ្យខ្លួនហ្នឹងចង់ឆាទៅរយូរបស់យើងតែក្នុងចិត្តហ្នឹងគឺអត់ហ៊ានទេណាគ្នាទៅណាណាមីនឹកគេតែហ៊ានឆាតទៅគេទេខលទៅគេយកហ្មងនៅពេលដែលបានខលជាមួយគ្នាហ្នឹងណាណាមីគឺចង់ឲ្យយូហ្នឹងសួរថាខ្លួនមិនហើយសួរពីសុខទុក្ខរបស់ខ្លួនឯងអញ្ចឹងណាហើយយូក៏ដឹងអារម្មណ៍របស់ណាណាមីដែរក៏បានសួរទៅតាមនឹងអញ្ចឹងទៅថាណាណាមីហ្នឹងមិនហើយកើតអីបានខលមកខ្លួនឯងអញ្ចឹងណានៅពេលដែលបានខលជាមួយគ្នាហើយណាណាមីក៏បានដេកហើយនៅក្នុងយល់សប្តិរបស់ណាណាមីហ្នឹងគឺឃើញម៉ាក់របស់ណាណាមីបងស្រីរបស់ណាណាមីហើយនឹងណាណាមីដែលណាណាមីហ្នឹងគឺជាក្មេងជាងគេតែបើយើងមើលទៅរូបរាងរបស់បងស្រីរបស់ណាណាមីហ្នឹងគឺដូចណាណាមី99%ហ្នឹងណាគ្នាប៉ុន្តែរឿងហ្នឹងគឺអត់តបង្ហាញថាមុខរបស់បងណាណាមីហ្នឹងគឺមានមុខមិនទេហើយណាណាមីក៏បានភ្ញាក់ផ្យល់សោកបាត់ទៅណាណាមីគឺនឹកបងស្រីរបស់គេខ្លាំងមែនតើក៏ដករូបថតបងស្រីរបស់ខ្លួនហ្នឹងដកមកមើលណាណាមីគឺនឹកបងស្រីរបស់ខ្លួនខ្លាំងមែនតើហើយក៏ដករូបគ្រួសារហ្នឹងចេញយកមកមើលហើយរឿងភាគទី10របស់យើងក៏ចប់ត្រឹមតែប៉ុណ្្នឹងដែរចាំជួបគ្នានៅវីដេអូក្រោយតែរឿងនៃភាគទី11របស់យើងនិយាយអំពីសិស្សទាំងអស់គ្នាកំពុងតែប្រជុំគ្នានៅសាលាហើយពួកគេហ្នឹងគឺត្រូវមកដេកនៅសាលាជុំគ្នាដើម្បីសិក្សានិងរៀនបន្ថែមអំពីអ្នកគ្រូនៅពេលដែលពួកគេបានចូលដល់ថ្នាក់ហើយពួកគេក៏បានអង្គុយហើយនិយាយគ្នាអំពី script រឿងហើយ script រឿងហ្នឹងគឺយើងអាសាឃើញកូយូមីយកឲ្យយូដើម្បីយកឲ្យណាណាមីតហើយនៅក្នុងសាច់រឿងហ្នឹងក៏វាពិតជារៀងប៉ះពាល់ទៅដល់ណាណាមីដែរដោយសារតែនៅក្នុងហ្នឹងគឺមានលេីឡំជាមួយនឹងភាពឯកាហើយនឹងការទុកចោលរបស់មនុស្សផ្សេងទៀតរំលងរឿងយូរដែរមកពួកគេក៏បានសម្រាកហើយនឹងញ៉ាំអីបន្តិចបន្តួចនិងនិយាយអំពីការនិយាយ script មិញហ្នឹងបន្ទាប់ពីញ៉ាំអីហើយនឹងជជែកគ្នាហើយពួកគេក៏បានមកនិយាយ script នឹងបន្តទៀតហើយពេលល្ងាចក៏បានចូលមកដល់មានតែកូយូមីទេដែលទៅផ្ទះក្រៅពីហ្នឹងគឺគេនៅសាលាជួបជុំគ្នាហើយដេកជាមួយគ្នាយកតែម្ដងអ្នកគ្នាកុំយល់ច្រឡំគឺប្រុសដេកផ្សេងហើយនឹងស្រីដេកផ្សេងបន្ទប់ខាងស្រីហ្នឹងមានដូចជាយ៉ាសាកាណាណាមីហើយនឹងយូនៅពេលដែល3នាក់គេនៅជុំគ្នាហ្នឹងណាណាមីក៏បបួលយូទៅងូតទឹកជុំគ្នាពេលហ្នឹងគឺយ៉ាសាកាគឺខឹងណាគ្នាគឺអត់បបួលគេអញ្ចឹងណាមកស្ទុះក្រោយមកណាណាមីក៏បបួលយ៉ាសាកានៅពេលដែលបបួលគេអញ្ចឹងទៅយ៉ាសាកាក៏ចាក់អៀនដែរតាក្រោយបានចូលបន្ទប់ទឹកហ្នឹងគឺយ៉ាសាកាគឺមិនសូវហ៊ានទេណាគ្នាគេកូនស្រីតែបើយូរបស់យើងវិញគឺដោះអាវភ្លាមចង់យកតែម្ដងហើយនៅពេលដែលកំពុងត្រាំខ្លួននៅក្នុងទឹកសុកហ្នឹងណាណាមីក៏បានមើលទៅយូហើយក៏អៀនម្នាក់ឯងអញ្ចឹងទៅទុកឲ្យណាណាមីយ៉ាសាកាហើយនឹងយូរបស់យើងងូតទឹកសិនទៅយើងមកមើលប្រុសពីរនាក់នេះម្ដងដោយពេលហ្នឹងស៊ូគូរ៉ូគឺបានសួរទៅកាន់សៃជីថាតើនៅពេលដែលស្រី3នាក់ហ្នឹងនៅជុំគ្នានឹងមានអាកប្បកិរិយាមិនខ្លះហើយសៃជីក៏បាននិយាយមកកាន់ស៊ូគូរ៉ូថាយ៉ាសាកាហើយនឹងយូប្រកាសជាឆ្លោះគ្នាអត់ត្រូវគ្នាឯងក៏ប៉ុន្តែស៊ូគូរ៉ូក៏បានគិតថា3នាក់ហ្នឹងនៅជាមួយគ្នាពិតជាចោះសម្រងគ្នាខ្លាំងមែនតើណាគ្នាមានដឹងថាថៃបានសៃជីនិយាយថាយ៉ាសាកាហើយនឹងយូអត់ត្រូវគ្នាដោយសារតែសៃជីហ្នឹងគឺដឹងថាយ៉ាសាកាគឺលួចស្រឡាញ់ណាណាមីប៉ុន្តែណាណាមីហ្នឹងគឺស្រឡាញ់យូអញ្ចឹងមានន័យថាស្នេហាចតកោនកែងធឿតហើយយើងក៏លេចមកមើល3នាក់នេះវិញគឺណាណាមីកំពុងតែថតរូបយ៉ាសាកាដោយឃើញយ៉ាសាកាហ្នឹងគឺមុខដូចយាយចាស់ខ្លាំងមែនតើនៅពេលដែល
អានសភៅឲ្យពាក់វ៉ែនតាអញ្ចឹងយ៉ាសាកាក៏បានចូលមកកញ្ឆក់យកទូរស័ព្ទដោយសារតែអត់ចង់ឲ្យមានរូបអាក្រក់ៗនៅក្នុងទូរស័ព្ទណាណាមីទេទៅពេលដែលកំពុងបតាបទងគ្នាសុកហ្នឹងយូក៏បានចេញមកថតរូបពីរអ្នកនឹងដែរដោយសារឃើញឆ្លុះប្រកែកគ្នាល្អមើលពេកក៏នៅពេលឆ្លុះប្រកែកគ្នាសុកហ្នឹងអ្នកគ្រូក៏បានចូលមកនិយាយថាឲ្យចូលដេកទៅដោយសារតែយប់ហើយនៅពេលដែលពួកគេកំពុងដេកហ្នឹងគឺឃើញណាណាមីមើលទៅយូហើយយ៉ាសាកាវិញគឺមើលទៅណាណាមីនិយាយទៅនៅក្នុងរឿងហ្នឹងគឺខ្ញុំអាណិតយ៉ាសាកាជាងគេដោយសារតែស្រឡាញ់មិត្តភក្តិខ្លួនឯងហើយនៅព្រឹកថ្ងៃថ្មីក៏មានការប្រជុំហើយនឹងការណែនាំគ្រូថ្មីដែរដោយគ្រូថ្មីនឹងដែរគឺមានឈ្មោះថា Tomo Yuki ហើយលោកគ្រូ Yuki នឹងដែរគឺជាអតីតប្រធានសិស្សរួមក្រុមជាមួយនឹងបងស្រីរបស់ណាណាមីដែរនៅពេលដែលចូលរៀនបានផ្លែហ្នឹងណាណាមីក៏បានទៅសួរសុខទុក្ខលោកគ្រូ Yuki នឹងដែរហើយក៏សួរលោកគ្រូ Yuki ថានៅចាំខ្លួនខ្លួនគឺជាប្អូនស្រីរបស់ចែខ្លួនអីអញ្ចឹងទៅលោកគ្រូ Yuki ក៏បាននិយាយថាខ្លួននៅចាំគឺជាប្អូនស្រីរបស់សិស្សផ្កាយហើយក៏ជាប្រធានសិស្សដូចជាឥឡូវដែរការដែលលោកគ្រូ Yuki ហើយនឹងមិត្តរួមថ្នាក់របស់គេកាលនៅពីក្មេងហ្នឹងក៏ជា student council នៅក្នុងបន្ទប់មួយហ្នឹងដែរពេលហ្នឹងគឺគេទៅរៀនជុំគ្នានៅផ្ទះណាណាមីហ្នឹងឯងធ្វើឲ្យណាណាមីស្គាល់លោកគ្រូមួយហ្នឹងថាជាមិត្តភក្តិរបស់បងស្រីរបស់ខ្លួនហើយការសន្ទនានឹងដែរគឺត្រូវបានស្ដាប់ដោយយ៉ាសាកាហ្នឹងគឺអត់ទាន់បានទៅណាឆ្ងាយទេនៅពេលរៀងថ្ងៃក្រោយមកគ្រូក៏បានឲ្យពួកគេហ្នឹងគឺឈរទម្រាបជួបគ្នានៅក្នុងសាលាហើយក៏បាននិយាយវិន័យតិចតួចហើយឲ្យពួកគេហ្នឹងនិយាយលឺដែរហើយនៅក្នុងសាលាណាគ្នាមិនមែននៅផ្ទះហើយក៏មិនមែននៅកន្លែង student council អីហ្នឹងដែរនៅពេលដែលនិយាយហាក្តៅហើយលោកគ្រូ Yuki ហ្នឹងក៏បានមកមើលអត្ថបទថាត្រូវកែកន្លែងណាឬក៏បន្ថែមកន្លែងណាអត់នាពេលល្ងាចក៏បានចូលមកដល់លោកគ្រូ Yuki ក៏បានត្រូវទៅផ្ទះដែរប៉ុន្តែណាណាមីហ្នឹងគឺអត់អស់ចិត្តរឿងបងស្រីរបស់ខ្លួនហ្នឹងទេក៏ដើរទៅតាមលោកគ្រូ Yuki ហើយនិយាយអំពីរឿងបងស្រីរបស់ខ្លួនហើយលោកគ្រូ Yuki ហ្នឹងគឺបានប្រាប់រឿងរ៉ាវបងស្រីរបស់ណាណាមីហ្នឹងទៅកាន់ណាណាមីច្រើនខ្លាំងមែនតើបងស្រីរបស់ណាណាមីហ្នឹងគឺពិតជាមានអនុស្សាវរីយ៍ជាច្រើននៅក្នុងសាលាមួយហ្នឹងគឺធ្វើឲ្យណាណាមីហ្នឹងចង់មករៀនសាលាមួយហ្នឹងដូចជាបងស្រីរបស់គេដែរហើយធ្វើជា student council ហើយនឹងរៀនពូកែដូចបងស្រីរបស់គេចឹងក៏ប៉ុន្តែឥឡូវគឺគេគ្មានវត្តមានបងគេនៅចិត្តទៀតទេពេលពេលយប់ក៏បានចូលមកដល់ក្រុមប្រុសនិងស្រីរបស់ student council ហ្នឹងក៏បានមកលេងកំជ្រួយជុំគ្នានៅពេលដែលយូបានបបួរណាណាមីមកលេងកំជ្រួយជាមួយគ្នានៅពេលហ្នឹងដែរណាណាមីគឺធ្វើមុខសែសខ្លាំងមែនតើនៅវិទ្យាល័យរបស់ពួកគេហ្នឹងគឺសប្បាយនៅពេលដែលពួកគេហ្នឹងបានជួបជុំគ្នាបែបហ្នឹងឯងក៏ប៉ុន្តែអារម្មណ៍របស់ណាណាមីគឺនៅស្ថិតលើបងស្រីរបស់គេអត់បានមកសប្បាយជាមួយនឹងមិត្តរួមថ្នាក់ទេក៏ប៉ុន្តែភ្លាមហ្នឹងយ៉ាសាកាក៏បានមកនិយាយលេងជាមួយនឹងណាណាមីកុំឲ្យណាណាមីហ្នឹងមានអារម្មណ៍ថាខ្លួនឯងហ្នឹងគឺធុញថប់ពេកពេលហ្នឹងយ៉ាសាកាក៏បានព្យាយាមសួរអំពីរឿងរបស់ណាណាមីដែលណាណាមីបានពិបាកចិត្តហ្នឹងប៉ុន្តែណាណាមីគឺមិនសូវនិយាយរឿងខ្លួនប្រហែលទេភាគច្រើនគឺបង្វែរសាច់រឿងហើយយ៉ាសាកាហ្នឹងក៏បានដឹងក្នុងចិត្តខ្លួនឯងច្បាស់ដែរខ្លួនហ្នឹងគឺមិនអាចចំនួនកន្លែងរបស់យូបានទេដោយស្ដាប់រឿងក្នុងចិត្តរបស់ណាណាមីអញ្ចឹងណាហើយសាច់រឿងនៃភាគទី11របស់យើងក៏បានកាត់បញ្ចប់ត្រឹមតែប៉ុណ្ណឹងនៅរឿងភាគទី12របស់យើងបានបញ្ចាំងឲ្យយើងឃើញថាយូគឺពីដេកមកអត់ឃើញណាណាមីទេធ្វើឲ្យយូហ្នឹងគឺបារម្ភពីណាណាមីខ្លាំងមែនតើទៅធ្វើឲ្យយូដើរចេញមកក្រៅដើម្បីរកណាណាមីហើយពេលដែលយូឃើញណាណាមីហើយយូក៏បានសួរទៅកាន់ណាណាមីថាកើតអីមែនហើយមានបានដេកអត់ណាមីក៏និយាយមកថាមានអីធម្មតាតាហើយក៏ដើរចេញពីយូបាត់ទៅថ្ងៃនេះលោកគ្រូ Yuki ហ្នឹងក៏បានមកស្ដាប់ពួកគេអាន script ជាមួយគ្នាដែរនៅពេលដែលអាន script ហ្នឹងមានតែណាណាមីទេដែលមិនសូវយកចិត្តទុកដាក់ដោយនឹកឃើញពីសម្ដីរបស់លោកគ្រូ Yuki ហ្នឹងកាលពីម្សិលមិញដែលលោកគ្រូ Yuki និយាយអំពីបងស្រីរបស់គេប្រាប់គេដោយសារតែណាណាមីគឺមិនអាចបន្តអាន script ហ្នឹងបានទេវាធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ណាណាមីខ្លាំងមែនតើទើបណាណាមីហ្នឹងបង្ខំចិត្តឈប់អានវាទៅពេលហ្នឹងដែរគេក៏បានសុំគ្រូផ្អាកបន្តិចសិនដោយសារគេមិនមានអារម្មណ៍ល្អក្នុងការអាន script ហ្នឹងទេពេលដែលណាណាមីកំពុងសម្រាកហ្នឹងយ៉ាសាកាក៏បានយកទឹកមកឲ្យហើយនិយាយលើកទឹកចិត្តរបស់ណាណាមីប៉ុន្តែនៅពេលដែលយូបានឃើញយូក៏មានកូនចិត្តប្រច័ណ្ឌដែរយូនិងយ៉ាសាកាក៏បានមកដើម្បីទិញនំហើយនឹងទឹកឲ្យទៅកាន់ណាណាមីយូហ្នឹងគឺអត់ដឹងថារបស់អីដែលណាណាមីចូលចិត្តរបស់អីដែលណាណាមីអត់ចូលចិត្តទេប៉ុន្តែយ៉ាសាកាគឺដឹងទាំងអស់នៅពេលសម្រាប់បានរៀនយូក្រានបានមកណាណាមីក៏បាន
ចូលមកសម្ដែងវិញលោកគ្រូយូគីហ្នឹងគឺជាអ្នកសម្ដែងផ្ទាល់ជាមួយនឹងណាណាមីយកតែម្ដងនៅពេលឃើញរឿងអត់សូវស្រួលពេកហ្នឹងយូក៏បានសួរទៅកាន់កូយ៉ូមីថាអាចដូរ script បានអត់កូយ៉ូមីក៏ឆ្លើយតបវិញថាខ្លួនក៏អត់ដឹងដែរតែបើចង់ដូរខ្លួនអាចដូរឲ្យបានហើយលោកគ្រូក៏បានឲ្យមកឡើងឆាកសមកដូចពិតយកតែម្ដងដោយសារតែឆាកនឹងធំពេកហ្នឹងទៅធ្វើឲ្យពួកគេនិយាយសម្ដែងហ្នឹងគឺអត់ឮទេហើយការសម្ដែងហ្នឹងគឺប្រព្រឹត្តទៅតាម script ដែលពួកគេធ្លាប់អានកន្លងមកហ្នឹងឯងនៅពេលដែលពួកគេបានសម្ដែងចប់អស់ហ្នឹងពួកគេក៏បានត្រូវទៅផ្ទះរៀងៗខ្លួនដែរដោយសារតែការសម្ដែងរបស់ពួកគេចប់ហើយណាណាមីនិងយូក៏បានដើរមកផ្ទះតាមផ្លូវរបស់ពួកគេធ្លាប់ដើរពីមុនមកនៅពេលដែលអ្នកទាំងពីរដើរមកដល់កន្លែងផ្ទះភ្លើងនេះរឿងក៏បានសម័យបកថយក្រោយនៅអនុស្សាវរីយ៍ដែលពួកគេបានធ្វើជាមួយគ្នានិងបាននិយាយគ្នាកន្លងមកនៅពេលដែលដើរដល់ភ្លុកបំបែកណាណាមីរៀបនឹងទៅផ្ទះហើយតែយូក៏បានបបួលណាណាមីដើម្បីទៅផ្ទះខ្លួននិយាយគ្នាបំផ្លែតអីចឹងណានៅពេលដែលមកដល់ផ្ទះរបស់យូហើយយូក៏បបួលណាណាមីនឹងញ៉ាំក្រែមមិនញ៉ាំក្រែមអីណាគ្នាញ៉ាំក្រែមកៃនៅពេលដែលយូបានមកអង្គុយលើពូកចិត្តណាណាមីហើយណាណាមីក៏រៀងខិតចេញបន្តិចហើយព្រោះក្បាលដេកលើផ្លូវរបស់យូរបស់យើងពេលហ្នឹងណាណាមីក៏បាននិយាយថាខ្លួនហត់ខ្លាំងណាស់សូមដេកបន្តិចមកយូក៏បានសួរទៅកាន់ណាណាមីថាហូបក្រែមអត់ណាណាមីក៏គ្រាន់តែហាមាត់ហើយអត់និយាយអីទាំងអស់នៅភ្លាមនឹងដែរណាណាមីមិនតហូបក្រែមស្រួលហងណាណាមីក៏បានទៅថើបយូរបស់យើងលើនឹងយូនៅពេលដែលបានគេថើបនឹងគឺឡើងធ្វើមុខស្អុយទៀតហើយគឺសប្បាយចិត្តទាំងគេវិញអញ្ចឹងណាហើយកន្លែងហ្នឹងក៏មានឈុតស្វីតជាមួយគ្នាបន្តិចបន្តួចដែរហើយក៏ជាកន្លែងដែលខ្ញុំចូលចិត្តជាងគេដែរនៅពេលដែលពួកគេកំពុងតែគេជាមួយគ្នាសក់ហ្នឹងណាណាមីក៏បានងើបមកហើយនិយាយជាមួយយូថាតើយូហ្នឹងមានដឹងថាណាណាមីហ្នឹងស្រឡាញ់យូអត់យូក៏និយាយថាខ្លួនដឹងណាណាមីក៏បន្តសួរទៀតថាតើយូនឹងមានស្អប់ខ្លួនអត់នៅពេលហ្នឹងយូក៏បាននិយាយអីទាំងអស់ណាណាមីក៏បន្តនិយាយថាខ្លួនដឹងថាយូនឹងគឺស្អប់ខ្លួនហើយគ្មាននរណាគេចូលចិត្តខ្លួនទេខ្លួននឹងក៏ស្អប់ខ្លួនឯងដែរបញ្ចប់ពីការសន្ទនាលើក្រែនឹងមកដែលទាំងពីរក៏បានបំបែកផ្លូវគ្នាទៅផ្ទះវិញពេលដែលយូបានចូលមកដល់ក្នុងបន្ទប់ខ្លួនវិញហ្នឹងក៏លើសំឡេងរោទ៍ទូរស័ព្ទហើយនៅតែទេមកហ្នឹងគឺជាកូយ៉ូមីខលមកហ្នឹងគឺចង់ប្រាប់ថា script រឿងហ្នឹងគឺបានកែហើយចង់ឲ្យណាកូយ៉ូមីខលទៅហ្នឹងគឺចង់ប្រាប់ថា script រឿងហ្នឹងគឺបានកែហើយចង់ឲ្យយូទៅមើលអីចឹងណាហើយយូហ្នឹងគឺអត់ចាំដល់ថ្ងៃទាន់ទេគឺរត់ទៅផ្ទះកូយ៉ូមីហ្នឹងតាំងពីយប់ហ្នឹងតែម្ដងហើយរឿងនៃភាគទី12របស់យើងក៏បានកាត់បញ្ចប់ត្រឹមតែប៉ុណ្្នឹងរឿងនៃភាគទី13បានបង្ហាញឲ្យយើងឃើញពីគ្រួសាររបស់ណាណាមីទៅលេងភ្នូររបស់បងស្រីរបស់ណាណាមីអញ្ចឹងមានន័យថាបងស្រីរបស់ណាណាមីហ្នឹងគឺគាត់បានចែកឋានបាត់ទៅហើយបងស្រីរបស់ណាណាមីហ្នឹងគឺមានឈ្មោះថាកាវ៉ាទើបតែចុងរឿងហ្នឹងទេទើបយើងបានស្គាល់ឈ្មោះបងស្រីរបស់ណាណាមីនៅព្រលឹមព្រឹកស្អែកឡើងកូយ៉ូមីហើយនឹងយូក៏បានមកតូបកាហ្វេអ៊ីនេះហើយក៏បានមកកែ script នៅកន្លែងណាដែលរៀងសែហ្នឹងចេញទៅណានៅពេលដែលពួកគេបានកែ script រឿងហើយក៏ពួកគេបានចេញទៅផ្ទះមុនទៅរៀងល្ងាចបន្តិចមកក៏យើងបានឃើញណាណាមីហើយនឹងយ៉ាសាកាក៏បានមកតូបអ៊ីកាហ្វេហ្នឹងដែរហើយពួកគេមកតូបអ៊ីកាហ្វេហ្នឹងគឺគ្រាន់តែចង់និយាយគ្នាបន្តិចបន្តួចតែប៉ុណ្ណឹងឯងហើយក៏បំបែកគ្នាទៅផ្ទះរៀងខ្លួនហ្នឹងនៅពេលដែលណាណាមីកំពុងតែឈរចាំរថភ្លើងសុកហ្នឹងណាណាមីក៏មានអារម្មណ៍ថានឹកយូដែរហើយចង់ឆាតទៅកាន់យូក៏ប៉ុន្តែមិនទាន់បានថេកទៅយូស៊ូប៊ូហងយូក៏បានឆាតមកមុនបាត់ហើយនិយាយទៅពេលហ្នឹងគឺរំភើបដែរអ្នកគ្នាដោយយូនឹងបានបបួលណាណាមីដើរលេងនៅចុងអាទិត្យហ្នឹងឯងហើយនៅចុងសប្តាហ៍ក៏បានចូលមកដល់អ្នកទាំងពីរហ្នឹងគឺបានទៅលេងកន្លែងជាច្រើនខ្លាំងមែនតើហើយកន្លែងដែលពួកគេមកលេងដំបូងគេហ្នឹងគឺជាកន្លែងដែលមើលត្រីហោះអាហ្នឹងគឺគេហៅត្រី Dolphin ហើយកន្លែងដែលពួកគេមកបន្ទាប់ហ្នឹងគឺជាកន្លែងញ៉ាំអីហើយមានកញ្ចក់ត្រីទៀតកន្លែងហ្នឹងដូចហើយកន្លែងដែលពួកគេមកបន្ទាប់ហ្នឹងគឺជាកន្លែងញ៉ាំអីហើយនៅទស្សនាត្រីហោះទៀតមិនត្រីហោះហើយអ្នកគ្នាត្រីកញ្ចក់ចេញពីផឹកអីនៅកន្លែងភោជនីយដ្ឋានហ្នឹងមកពួកគេក៏បានមកឈរចាំមើល Penguin 行っちゃう早く先輩すごいですよនៅពេលដែលមកមើលត្រីកញ្ចក់ហ្នឹងណាណាមីគឺអត់បានឃើញយូនៅចិត្តខ្លួនទេពេលហ្នឹងគឺណាណាមីភ័យខ្លាំងមែនតើតាមពិតយូហ្នឹងគឺអត់មានទៅណាទេណាគ្នាហើយយូហ្នឹងក៏លេចមុខមកចាប់ដៃណាណាមីហើយទៅក្រៅយកតែម្ដងដោយណាណាមីនាំទៅហ្នឹងគឺជាកន្លែងដើរនៅក្នុងទឹកមួយដែលវាពិតជាស្អាតនៅខ្លាំងមែនតើ
បន្ទាប់ពីចេញដើរលេងនៅចុងសប្តាហ៍នឹងហើយពួកគេក៏ជិះរថភ្លើងដើម្បីទៅផ្ទះពួកគេវិញហើយរឿងអារម្មណ៍ស្នេហ៍រីកដុះដាលនៃភាគទី13ក៏បានកាត់បញ្ចប់ត្រឹមតែប៉ុណ្ណឹងហើយមុននឹងចប់វីដេអូអ្នកគ្នាមកថ្មីកុំភ្លេចជួយចុច Subscribe មកកាន់ Channel ខ្ញុំម្នាក់មួយផងអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយ